អង្គខ្ញុំគណៈអាត្មាភាពទាំងពីរអង្គមានតួនាទីភរៈភ្នាក់ងារជាអ្នកសម្ដែងពធទេសនាក៏ប៉ុន្តែមុននឹងសម្ដែងក៏សូមខន្តីអភ័យទោសអំពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីក្រែងលោសម្ដែងទៅមានបើជ្រុលជ្រួហួសបត់ខ្វះបាតមិនស្អាតសេចក្តីបាលីភាសាអក្ខរាវិរុទ្ធត្រង់ចំណុចណានីមួយមិនសមរម្យតាំងណូខមថាក៏សូមប្រគុណម្ចាស់គ្រប់អង្គញោមញាតពុទ្ធបរិស័ទគ្រប់រូបមេត្តាខន្តីអភ័យទោសសន្តោសប្រោះប្រាននឹងបានសម្ដែងទៅតាមមតិធម្មវោហាបញ្ញាស្មារតីចេះចាំតិចតួចស្ដួចស្ដើងពុំមានចេតនារម្មណ៍ពលខ្លែងបន្លំឬក៏ពលមូលបង្កាច់ពុទ្ធអវាទពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធឡើយសូមប្រគេនពរចម្រើនពរនិងជូនពរนะโมตัสสะภิกขเวตาอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขเวตาอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภิกขเวตาอะระหะโตสัมมาสัมพุทธัสสะนะโมเอามาสยารัตถสะรัตนัตยัสสะสาธุกังសូមលើកហាត់ថាប្រណម្យបង្គំគោរពរំលឹកនឹកសរសើរគុណព្រះភគវន្តមានបុណ្យអរហន្តមនីសម្មាសម្ពុទ្ធជាបរមគ្រូព្រមទាំងព្រះធម៌របស់ព្រះអង្គនិងព្រះអរិយសង្ឃដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីតែប៉ុណ្ណេះដើម្បីសម្រេចនៅគោលប្រយោជន៍គោលបំណងសពបែបយ៉ាងទាំងអស់មោះមីភ័យអាសន្នអន់ក្រទាំងឡាយក៏ចូលបវិះជិះចេញឆ្ងាយទៅសុភមង្គលវិបុលសុខគ្រប់ប្រការមហាប្រសើរចូលកើតចម្រើនមានដល់ថេរានុថេរៈនវភិក្ខុសាមណេរគ្រប់អង្គនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបាននិមន្តអញ្ជើញមករួបរวมជួបជុំគ្នាចាប់តាំងពីពេលវេលាគ្រានេះតរៀងទៅិតោបរੰធម្មទេសនੰទេសសាមៈលំដាប់បន្តដំណតទៅតម្រូវត្រូវអង្គខ្ញុំគណៈអាត្មាភាពទាំងពីរអង្គនឹងរៀបចំចាត់ចែងសម្ដែងពធទេសនាបានជាធម្មទាននាវេលាគ្រានេះឥឡូវនេះញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់បានជ្រាបថាការសម្ដែងពធទេសនាក្រែ2ប្រកាសជាមានមួយអង្គជាអ្នកសួរមួយអង្គជាអ្នកឆ្លើយឥឡូវខ្ញុំកណាក៏សូមតាំងនាមខ្លួនឯងជាព្រះមហាថែជាអ្នកយកនៅបញ្ហាកម្មមកចោទសួរចំពោះប្រគុណម្ចាស់ដែលគង់នៅអាសនៈខាងឆ្វេងជាព្រះអនុថែឥឡូវមិនបាច់នឹងតាំងនាមអ្វីទេព្រោះថាឡើងលើក្រែហើយគឺព្រមហើយព្រមថាមានមួយអង្គជាអ្នកសួរមួយអង្គជាអ្នកឆ្លើយប៉ុន្តែបើសិនជាខ្ញុំកណាសួរពីមេឃសូមឆ្លើយពីមេឃសួរពីដីឆ្លើយពីដីសួរពីកបីឆ្លើយពីកបីសួរពីគោឆ្លើយពីគោបើសិនជាសួរអីសូមមេត្តាឆ្លើយនឹងឥឡូវសួរតែម្ដងទៅកុំឲ្យខាតពេលវេលាខ្ញុំកណានិមន្តមកពីបៃលិននេះឃើញថាធ្វើដំណើរតាមរថយន្តមកក៏មានការនឿយហត់អនុថែនិមន្តមកពីភ្នំពេញក៏មានការនឿយហត់ឥឡូវហត់ដូចតែគ្នាទេសនាក្រែ2ចោតឆ្លើយនេះគឺទាំងពីរអង្គចឹងសូមអនុថែប្អូនត្រៀមខ្លួនប្រុងប្រៀបរៀបចំខ្លួនទទួលសំណួរព្រោះសំណួរនឹងបញ្ជូនទៅខ្ញុំកណាឆ្ងល់នឹងចេះញាតិញោមពុទ្ធបរិស័ទទាំងអស់កន្លែងណាក៏មានធ្វើបន់មិនថានៅភ្នំពេញមិនថានៅបៃលិនមិនថានៅបាត់ដំបងទេចូលចិត្តណាស់ធ្វើបន់ជាពិសេសញាតិញោមពុទ្ធបរិស័ទក៏លេចមើលចុះសមិទ្ធផលនានានៅក្នុងទីនេះក្តីកើតឡើងដោយសារអ្នកមានសទ្ធាជ្រះថ្លាមានញាតិញោមនៅទីនេះខ្លះញាតិញោមនៅសហរដ្ឋអាមេរិកខ្លះឥឡូវខ្ញុំកណាឆ្ងល់ថាដើម្បីឲ្យបានជាបន់ហ្នឹងតើគេធ្វើរបៀបណាខ្លះអនុថែសូមវិសាចនាដូចចម្លែកញោមណាចេះតាំងងាររួចហើយមិនព្រមសួរបញ្ជាក់គេថាគេយល់ព្រមឬមិនយល់ព្រមបើសិនជាសួរបញ្ជាក់ខ្ញុំកណាថ្ងៃនេះថាមិនចង់យល់ព្រមទេចង់សនំពោទេសមិនបាច់ឆ្លងឆ្លើយទេទេម្ដងមួយអង្គប៉ុន្តែសុំទេសមុនខ្ញុំកណាសម្ដែងមុនហើយសំប្រគុណម្ចាស់សម្ដែងតាមក្រោយពីព្រោះអារឿងឆ្លងឆ្លើយហ្នឹងវាអត់សូវស្រួលខ្លាចក្រាញ់វាតល់ខ្លួនឯងហ្នឹងឆ្លើយមិនរួចហើយចឹងឯងមិនសូវហ៊ានឲ្យគេសួរប្រមាណទេប៉ុន្តែដល់តាំងងាររួចស្រេចមិនបាច់ចាំបញ្ជាក់អីទេសួរតែហ្មងប៉ុន្តែប្រគុណម្ចាស់ថាសួរពីមេឃត្រូវឆ្លើយពីមេឃសួរពីដីត្រូវឆ្លើយពីដីសួរពីកបីត្រូវឆ្លើយពីកបីសួរពីគោទៅឆ្លើយពីគោហ្នឹងខ្ញុំកណាមិនអាចទេពីព្រោះអង្កាលពីរៀនហ្នឹងគេមិនដែលរៀនពីមេឃរៀនពីដីទេហើយម្យ៉ាងទៀតខ្ញុំកណាក៏មិនមែនជំនាញខាងពិនិត្យមើលកបីពិនិត្យមើលគោដែរហើយបើទៅសួរពីកបីសួរពីគោមិនដែលអ្នកដើរទិញគោផងហើយមិនចេះឆ្លើយ
អត់ចេះទេសួរនឹងទៀតសួរបានតែកន្លែងណាខ្ញុំកណាចេះទៅទៀតសួរតែក្នុងធម៌កម្មវិធីបុណ្យនេះហើយកន្លែងណាដែលខ្ញុំកណាចេះបានអាកន្លែងណាមិនចេះនឹងឆ្លើយអត់បានទេមុខទៅប្រគៀនទៅវិញរៀបរាប់ពីខាងដើមរួចស្រេចមិនបាញ់មិញហើយថាកម្មវិធីនឹងជាកម្មវិធីបុណ្យមានកសាងនេះនោះព្រងព្រាតរហូតដល់ដឹងតំណែងថាគេចាក់បាញ់ឆៅនោះទៅទៀតហើយប្រគុណម្ចាស់ថាដើម្បីចង់ឲ្យបានបុណ្យតើគេធ្វើរបៀបម៉េចខ្លះគេធ្វើដូចដែលប្រគុណម្ចាស់រៀបរាប់មិញនឹងហើយគេហៅថាធ្វើបុណ្យណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយធ្វើដូចអញ្ចឹងធ្វើដូចរៀបរាប់បំបញ្ញមិញអញ្ចឹងខ្ញុំកណាឆ្ងល់រៀបរាប់បំបញ្ញមិញហ្នឹងគឺរៀបរាប់យ៉ាងណាខ្លះបញ្ជាក់បន្ថែមមកទៀតមើលសូមវិសាចនីរៀបរាប់បំបញ្ញមិញប្រគុណម្ចាស់ថាកសាងសមាធិផ្សេងនៅក្នុងវត្តមានប្រជាជននៅក្នុងស្រុកនេះខ្លះនៅស្រុកក្រៅខ្លះបានកសាងឲ្យកើតទៅជាបុណ្យនេះរហូតដល់ធ្វើទានផ្សេងហ្នឹងប្រគុណម្ចាស់អ្នករៀបរាប់ខ្លួនព្រះអង្គហើយតើហើយបើអញ្ចឹងហើយត្រូវតែប្រគុណម្ចាស់អ្នកដឹងខ្លួនព្រះអង្គហើយសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែឆ្លាតណាស់ញោមរៀបរាប់យ៉ាងណាវត្តមកមហាថែវិញទាំងអស់ខ្ញុំកណាយល់ហើយរឿងរៀបរាប់បំបញ្ញមិញប៉ុន្តែចង់ឲ្យអនុថែប្អូនលោកបញ្ជាក់ឲ្យលុះនឹងតទៅទៀតហ្នឹងសូមអនុថែប្អូនបញ្ជាក់បន្ថែមទៀតសូមវិសាចនីខ្ញុំកណាមិនហ៊ានបញ្ជាក់អំពីធម៌បដិជាប្រគុណទេពីព្រោះបដិជាប្រគុណអ្នកឆ្លើយខ្លួនព្រះអង្គអញ្ចឹងហើយរៀបរាប់បានប្រមាណប្រគុណម្ចាស់ចង់ដឹងរៀបរាប់ខ្លួនព្រះអង្គបន្តទៅទៀតចុះប៉ុន្តែខ្ញុំកណាគ្រាន់តែចង់ប្រាប់ថាអីចេះដែលគេនេះចង់ធ្វើឲ្យកើតទៅជាបុណ្យយ៉ាងច្រើនហ្នឹងគេមានវិធីសម្រាប់ធ្វើបុណ្យដើម្បីឲ្យកើតទៅជាបុណ្យគេធ្វើបុណ្យមាន10របៀបគេហៅថាទានមយៈ1បុណ្យហ្នឹងកើតពីការឲ្យទានគេហៅថាសីលមយៈ2បុណ្យហ្នឹងវាកើតពីការសមាទានសិលគេហៅថាភាវនាមយៈ3បុណ្យហ្នឹងវាកើតពីការចម្រើនភាវនាហើយគេហៅថាអបច្ចាយនមយៈហ្នឹង4គេហៅថាបុណ្យហ្នឹងកើតឡើងដោយសារការគោរពការកោតក្រែងឲ្យលំទោនស្គាល់ចាស់ស្គាល់ទុំហើយគេហៅថាវិយាវច្ចមយៈហ្នឹងជាទី5គេថាបុណ្យកើតឡើងដោយការជួយខ្វល់ខ្វាយជួយខ្នះខ្នែងដូចជាយាយតាមមកធ្វើបុណ្យអញ្ចឹងមានកូនមានចៅផៅសណ្ដានព្រៀងលៀនតតូចតតាចនោះខ្លះក៏មកជួយលាងចានខ្លះក៏មកជួយលាងឆ្នាំងខ្លះក៏មកជួយលាងប៉ាន់លាងពេងខ្លះក៏មកជួយចិត្តបន្លែផ្លែឈើជួយដាំជួយស្លជួយស្លុកថែមប្រហុកថែមអំបិលថែមប៊ីចេងអាហ្នឹងហើយគេហៅថាជាអ្នកសុទ្ធតែមកជួយចាត់ចែងមិនតែប៉ុណ្ណោះជាវិជាវិជ្ជៈអ្នកខ្វល់ខ្វាយបំរើប្រសងរត់តុកទទួលភ្ញៀវនឹងក៏វាកើតបុណ្យដែរទោះបីមានលុយខ្លួនឯងក៏ដោយគ្មានក៏ដោយឲ្យតែមកជួយប៉ុណ្ណេះក៏វាកើតជាបុណ្យនេះទី5ឯទី6គេឲ្យឈ្មោះថាធម្មទេសនាមយៈបុណ្យកើតពីការសម្ដែងធម៌ឲ្យគេស្ដាប់ឬក៏ពន្យល់ណែនាំឲ្យគេស្ដាប់ណែចៅអើយគេប្រគេនតែចេះណាចៅគេខាត់តែចេះគេលើកឲ្យចេះខាត់តែចិត្តឲ្យចេះមកណាចៅណាអានេះគេរៀបអញ្ចេះទៅណាជួយដឹកនាំឲ្យគេធ្វើល្អប៉ុណ្ណឹងក៏វាកើតទៅជាបុណ្យកុសលដែរឯទី7នោះគេហៅថាធម្មសវនមយៈបុណ្យកើតពីការស្ដាប់ធម៌ដោយគោរពហើយបើចាស់បើទុំព្រានបដៅណែនាំមកហើយក៏ស្ដាប់ធម៌យកទទួលពីលោកដោយគោរពសូមបីភិក្ខុសង្ឃក្តីមេត្តាបៃតាក្តីបើសំដែងមកហើយចឹងជួយណែនាំជួយពន្យល់យើងស្ដាប់ដោយគោរពនឹងវាកើតជាបុណ្យដែរញោមឃើញទេអញ្ចឹងរៀបរាប់តែហ្នឹងពាក់ព័ន្ធនឹងការសំដែងធម៌ទេសនាហ្នឹងដែរម្ចាស់ទានដែលនិមន្តប្រសង់អង្គធម្មកថាអាចារ្យអញ្ជើញអាចារ្យមកពន្យល់ធម៌អាចារ្យចែងហ្នឹងក៏ឈ្មោះថាអ្នកម្ចាស់ទានហ្នឹងជាអ្នកធ្វើដែរញោមណាជាអ្នកម្ចាស់ទានហ្នឹងធ្វើធម្មទានហើយដល់ពុទ្ធបរិស័ទគាត់មកទទួលស្ដាប់នឹងដែរបានបុណ្យទាំងអស់តែគ្នាហ្នឹងបានបុណ្យទាំងម្ចាស់អ្នកនិមន្តលោកមកទេសនានឹងផងបានបុណ្យអ្នកទាំងអញ្ជើញអាចារ្យមកផងបានបុណ្យទាំងយាយតាដែលមកក្នុងទីនេះផងហ្នឹងក៏សិតតែបានបុណ្យទាំងអស់គ្នាឯចំណែកខាងទី8គេហៅថាបតិទានមយៈបុណ្យកើតពីការចែករំលែកទានឲ្យដល់អ្នកដទៃមានលុយមានកាក់ប្រាក់កាសជូនទៅនៅនេះជូនទៅនៅនោះដូនជីចាស់ជារាកំសត់ទុរគតឬក៏ថាជូនដល់ឪពុកដល់ម្ដាយឬក៏ឧទ្ទិសជូនដល់អ្នកស្លាប់ទៅឬក៏ចែកបុណ្យដែលយើងបានធ្វើឲ្យដល់អ្នកដទៃនឹងវាកើតជាបុណ្យមួយទៀតឯវិធីទី9គេហៅថាបតានុមោទនាមយៈបើគេចែកបុណ្យឲ្យយើងហើយកុំនៅស្ងៀមអីញោមទទួលយកទៅបើគេថាយាយអូខ្ញុំសូមជូនបុណ្យកុសលផងទទួលយកទៅសាធុទៅយើងបានចំណែកបុណ្យដែរកុំឲ្យគេថាយកធ្វើអីអាបនមើលមិនឃើញផងឲ្យរបស់ស៊ីអីគ្រាន់បើឲ្យអារបស់មើលមិនឃើញនឹងជាបានប្រយោជន៍អីទេជួនកាលថាតែមាត់ដែរសាធុប៉ុន្តែចិត្តអត់ទទួលអាហ្នឹងក៏អត់បានបនដែរហើយអញ្ចឹងបើគេជូនមកទទួលយកណាញោមហើយគេមកចូលបននៅវត្តនេះយើងនៅផ្ទះឯណោះហើយស្រាប់តែគេត្រឡប់ទៅផ្ទះវិញថាអើយាយហើយខ្ញុំបានទៅចូលបននៅវត្តពោធិយារាមមកហើយបានស្ដាប់លោកទេសនាបានចាត់ចែងយ៉ាងហ្នឹងវាកើតជាបនកុសលឥឡូវសុំជូនបនដល់លោកយាយផងដល់លោកតាផងត្រេកអរឯហ្នឹងទទួលយកបានដែរណាញោមណាអាហ្នឹងគេហៅថាបតានុមោទនាមយៈឯទី
ដបបននឹងវាកើតឡើងដោយការសារថាយើងនឹងឯងតម្រង់ទឹកថេឲ្យត្រូវត្រឹមត្រង់តាមប្លង់នៃពុទ្ធសាសនាកុំឲ្យវាលៀងឆ្វេងនិយមឬស្ដាំនិយមកុំឲ្យតឹងពេកកុំឲ្យធូរពេកតឹងពេកក៏មិនមែនពុទ្ធសាសនាធូរពេកក៏មិនមែនពុទ្ធសាសនាបលមមជ្ឈិមបដិបទាបានពុទ្ធសាសនាធ្វើប្រមាណកើតធ្វើប៉ុណ្ណឹងទៅកាន់សិល5កើតក៏កាន់ទៅកាន់8កើតក៏កាន់ទៅធ្វើពហិបានក៏ធ្វើទៅធ្វើសាលាបានក៏ធ្វើទៅមានប្រមាណធ្វើប៉ុណ្ណឹងតម្រង់ទឹកថេកុំឲ្យវាវាយខុសថាអត់បនអត់បានបនអីចឹងទៅនឹងធ្វើឲ្យកើតជាបនគេធ្វើប៉ុណ្ណឹងឯប្រគុណម្ចាស់ចង់ឲ្យខ្ញុំកណារៀបរាប់សូមបីតែថេរដីការបស់ប្រគុណម្ចាស់នោះខ្ញុំកណាំដឹងទេនិមន្តរៀបរាប់ខ្លួនព្រះអង្គចោះសូមនិមន្តជ្រាបសាធុសាធុជ្រាបហើយអនុថែខ្ញុំកណាបានយល់ពីរបៀបរបស់បុណ្យទាំង10យ៉ាងញាតិញោមពុទ្ធបរិស័ទទាំងឡាយជឿអនុថែចុះមិនខុសទេអញ្ចឹងវិធីធ្វើបុណ្យនឹងមានច្រើនយ៉ាងណាស់រាប់ចាប់តាំងពីទានមយៈជាទី1បុណ្យសម្រេចពីការឲ្យទាននិងតម្រង់ចិត្តរបស់ញាតិញោមជាសម្មាទិដ្ឋិយល់ត្រូវត្រង់ក្នុងពុទ្ធសាសនាតាមហេតុផលរហូតដល់ទី10ឃើញថាអនុថែប្អូនបានរៀបរាប់ពីរសក្បោះក្បាយអត់មានខ្វះកន្លះកន្លែងណាទេឮថានិមន្តមកពីភ្នំពេញនឹងប៊ីសដាច់ចង្ហាន់ឆាន់ចង្ហាន់តាមផ្លូវកដាលផ្លូវផងនៅតែប្រកែញោមគិតតែអនុថែប្អូនប្រកែណាស់ទោះបីជាយ៉ាងណាក៏ដោយនៅតែប្រកែអនុថែឥឡូវដឹងថាអនុថែប្រកែអញ្ចឹងមហាថែបងបញ្ជូនសំណួរទៅទៀតសំណួរអំបញ្ញមិញអនុថែបានឆ្លើយរហូតទៅ10ឥឡូវខ្ញុំកណាសូមលើកយកតែមួយឯងមកចុចសួរមកចោទសួរពីរឿងទានអ្នកមយៈបុណ្យសម្រាប់ពីការឲ្យទានខ្ញុំកណាសួរតែទានហ្នឹងមានប្រមាណអនុថែអ្វីខ្លះសូមវិសាចនីឋានទេថេរៈចេះតែលឺមកពីបៃលិននៃណានៃអីមកចេះតែលឺមកផ្លូវខុសគ្នាសោះដឹងតែខ្ញុំកណានឹងឆាន់ចង្ហាន់នៅកដាលផ្លូវឯណាចង់ដាច់ចង្ហាន់ឯណាវាមិនដែលឆាន់កដាលផ្លូវមិនបានឡានកិនណាខ្ញុំកណាសុំបីយ៉ាប់ផ្លូវឆ្ងាយមិនក៏មិនដែលឆាន់ចង្ហាន់កដាលផ្លូវដែរញោមណាតែមិនទៅរញចាមផ្លូវជិះពីផ្លូវទៅទុកផ្លូវគេបើកឡានប្រគុណម្ចាស់ដល់ចម្រើនហើយខ្ញុំបកករណាបានលឺសំណួរមិញចង់សួរពីទៀនពាក្យខ្មែរយើងពាក្យថាទៀនមួយម៉ាត់ហ្នឹងមានន័យច្រើនយ៉ាងហើយសួរថាទៀននឹងមានប្រមាណខ្ញុំកណាសូមឆ្លើយប្រកេនថាទៀននឹងវាមានច្រើនសូមនិមន្តជ្រាបសាធុជ្រាបហើយប៉ុន្តែអត់ទាន់ច្បាស់មានច្រើនយ៉ាងនោះអ្វីខ្លះនៅថែសូមនិមន្តឆ្លើយមានច្រើនយ៉ាងនោះ2ក៏មាន3ក៏មាន4ក៏មានរាប់មិនអស់ក៏មានប៉ុន្តែប្រគុណម្ចាស់មិនមើលនៅមុខនឹងទៀនមាន2យ៉ាងសូមទៀនជ្រាបសាធុទៀនមាន2យ៉ាងទៀនមួយភ្លឺទៀនមួយមិនភ្លឺឃើញចឹងមែនញាតិញោមពុទ្ធបរិស័ទមិនសួរអនុថែពីរឿងទៀននឹងទេទៀននឹងវាមានបច្ច័យវាមានពលឺវាមានកមួនសួរពីរឿងទាធាតុយុបច្ច័យបល័យថាទៀននេះប្រែមកខ្មែរថាអំណោយឬក៏ការឲ្យអំណោយឬក៏ការឲ្យហ្នឹងតើមានប្រមាណយ៉ាងអនុថែអ្វីខ្លះសូមវិសាចនីឲ្យច្បាស់ទៅទៀននេះទាធាតុនឹងយុបច្ច័យអានឹងច្បាស់អញ្ចឹងមិនអីទេញោមណាអានឹងក៏ទៀនដែរហើយអាទៀនអុចនោះក៏វាទៀនដែរលោកទេសដល់2អង្គគេអុចតែមកខាងនោះគេប្រហែលបនិតរៀងខ្សោយក៏មិនដឹងយ៉ាងហើយលុយបញ្ជួយខាងនោះឲ្យភ្លឺខ្លាំងទេខាងនេះមិនទៅអីប្រមាណទេពុទ្ធបរិស័ទញាតិញោមពីដើមគេថាអញ្ចេះមិនតាន់មាននាឡិកាអីគេឲ្យលោកសំដែងធម៌គេអុចទៀនដាក់តែហ្មងហើយគេចំណាំតែចប់តែមកទៀនហ្នឹងលោកទេសចប់ឥឡូវប្រគុណម្ចាស់មហាថែសម្លឹងមើលទៀននៅច្បាស់បើមិនតាន់ចប់មកទៀននោះទេនិមន្តទេហ្មងឯងទៅប្រកាសជាគេដាក់ហ្នឹងឲ្យចប់មកទៀននោះបានចប់ប៉ុន្តែទៀនខាងកណាចប់មុនហើយញាតិញោមជាពុទ្ធបរិស័ទពាក្យថាទៀនហ្នឹងវាមានច្រើនបើយើងចែកទៅវាមាន2យ៉ាងក៏មានញោមណាមាន3យ៉ាងក៏មានប៉ុន្តែខ្ញុំកណាឆ្លើយតែប៉ុណ្្នឹងឯងទៀនហ្នឹងមាន2យ៉ាងក៏មាន3យ៉ាងក៏មានណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយប៉ុន្តែនៅឡើយមិនទាន់ច្បាស់មាន2យ៉ាងខ្លះមាន3យ៉ាងខ្លះឥឡូវសួរបន្ថែមទៅទៀតទៀនមាន2យ៉ាងអ្វីខ្លះហើយ3យ៉ាងនឹងយ៉ាងអ្វីខ្លះអនុថែសូមវិសាចនី
បើនិយាយពីទាន3យ៉ាងគេហៅថាទានក្នុងវិន័យមួយទានក្នុងប្រសូតមួយទានក្នុងព្រះអភិធម្មមួយទានក្នុងវិន័យបានដល់បច្ច័យ4ណាញោមណាបច្ច័យ4ហ្នឹងជាទានវិន័យហ៎ចៃវរៈបណ្ឌបាតសេនាសនៈកលិនអភេសជ្ជៈហើយទានក្នុងប្រសូតសំដៅទៅលើអាណាំងប៉ាណាំងនោះទានក្នុងប្រសូតមាន10យ៉ាងមានបាយទឹកនំចំណីសពុតសាវអាវស្បៃរហូតទៅដល់គ្រឿងប្រទីបគ្រឿងកោបគ្រឿងលាបទីដីទីដំណាក់ផាអាស្រ័យនោះគ្រឿងប្រទីបគឺជាង្គៀងគោមឯទានក្នុងអភិធម្មសំដៅទៅលើទានមាន6យ៉ាងមានរូបទានមានសត្វទានឯនោះកន្ធទាននោះនៅក្នុងអភិធម្មនោះនេះទានមាន3ហើយបើយើងនិយាយទានមាន2យ៉ាងវាមានច្រើនរបៀបដែរគេឲ្យឈ្មោះហៅថាអាមិសទានផងធម្មទានផងធម្មទានមួយអាមិសទានមួយក៏2ខ្ញុំឃើញណាគេហៅ2យ៉ាងទៀតគេហៅថាបាដិបកលិកទានមួយសង្ឃទានមួយទៀតអញ្ចេះក៏បានក៏2យ៉ាងដែរហើយចឹងទានហ្នឹងវាមានអញ្ចឹងប៉ុន្តែក្នុងទីនេះខ្ញុំកណាគ្រាន់តែរួមដោយខ្លីថាទោះជាមានច្រើនណាមិនក៏ដោយខ្លះគេរាប់ដល់អភ័យទានទៀតប៉ុន្តែរួមឲ្យខ្លីមែនតែនមានតែ2នេះមានធម្មទានមួយនិងអាមិសទានមួយសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែទាន3យ៉ាងអនុថែបានបញ្ជាក់ហើយទាន2យ៉ាងក៏បានបញ្ជាក់ដែរបញ្ជាក់ថាធម្មទានមួយអាមិសទានមួយកាលណាបើលើពាក្យថាធម្មទាននិងអមិសទានមានសំណួរបញ្ជូនទៅទៀតសំណួរសួរថាអ្វីទៅជាធម្មទានអនុថែសូមវិសាចនីធម្មទានសំដៅទៅលើការឲ្យទានធម៌ឲ្យទានជាធម៌ទេសនាការបញ្យលនេះមានជារបស់មើលឃើញក៏មានជារបស់មើលមិនឃើញក៏មានអាការបញ្យលណែនាំឲ្យគេចេះឲ្យគេដឹងឈ្មោះថាធម្មទានដែរប៉ុន្តែមើលអត់ឃើញទេឯធម្មទានមើលឃើញតាមបែបលោកយាយលោកតាកសាងសាលារៀនកសាងក្តារខៀនកសាងតុកសាងសភៅមានទូមានបត្រៃ3ដកដាក់សម្រាប់គេរៀនគេសូត្រមិនតែប៉ុណ្ណោះទៀតមានអ្នកធ្វើថតចម្លងសពថ្ងៃនេះមានជាកាសែតជាថាសជាឌីសជា DVD បធរទេសនាចែកដល់អ្នកដតីជាដើមនោះទៀតក៏ឈ្មោះថាជាអ្នកធ្វើធម្មទានទាំងអស់ការឲ្យធរឲ្យគេចេះឲ្យគេដឹងនឹងហើយឈ្មោះថាធម្មទានណាប្រគុណម្ចាស់សូមនិមន្តទទួលហើយអនុថែពីរោះណាស់មានន័យណាស់ព្រោះថាមានតែធម្មទានទេដែលធ្វើឲ្យសត្វលោកបានយល់ដឹងផ្លូវក្នុងពុទ្ធសាសនាអ្វីល្អអ្វីអាក្រក់គឺដឹងតាមរយៈធម្មទានអនុថែបានបញ្ជាក់ពីរឿងធម្មទានខ្លះមានរូបធម្មទានខ្លះអត់រូបធម្មទានអត់រូបគឺមើលមិនឃើញដូចជាសម្ដីដែលនិយាយទៅញាតិញោមមើលមិនឃើញមែនក៏ប៉ុន្តែស្ដាប់បានយល់ចូលចិត្តដិតអារម្មណ៍គិតទុកនៅក្នុងចិត្តហើយធម្មទានដែលមើលឃើញដោយអនុថែបានបញ្ជាក់តាំងពីបត្រៃ3ដកទូបត្រៃ3ដកឬក៏កាសែតមញេថា DVD CD VCD សពបែបយ៉ាងឥឡូវខ្ញុំកណាឆ្ងល់ថាការធ្វើធម្មទានហ្នឹងគឺបានផល្លានៃសង្ឃយ៉ាងម៉េចដែរលោកថែបានជាញាតិញោមពុទ្ធបរិស័ទគាត់ខំប្រឹងធ្វើដូចជាក្នុងឱកាសនេះជាដើមតាមស្ដាប់ទៅញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តនេះក្តីញាតិញោមពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកក្តីខំប្រឹងធ្វើធម្មទានតាំងពីកាសែតតាំងពី DVD ឬក៏និមន្តបឋមកថាការចាទេសនាចោតឆ្លើយជារបៀបបច្ឆាវិសាចនីក្រែទីនេះគឺសុទ្ធតែជាធម្មទានឥឡូវខ្ញុំកណាឆ្ងល់ថាធម្មទានហ្នឹងមានអានិសង្សយ៉ាងណាដែរបានជាគេខំប្រឹងធ្វើម្លេះអនុថែសូមវិសាចនីហេរៈគិតតែពីឆ្ងល់ល្មងញោមណាអត់គិតជួយវែកញែកបំភ្លឺធម្មទាននិងអមិសទាននេះព្រះសម្មាសម្ពុទ្ធមានសម្ដែងទុកនៅក្នុងគម្ពីរនោះយ៉ាងច្រើនមិនតែប៉ុណ្ណោះទេបុរាណណាចារ្យតែងតែយកមកចងក្រងទុកនៅក្នុងគម្ពីរសៀវភៅតូចតាចសម្រាប់យើងមើលគេថាឲ្យធម៌ទេសនាឲ្យការចេះដឹងនឹងឯងជាធម្មទាននឹងមានផលប្រសើរជាងអមិសទានលោកប្រៀបធៀបថាញាតិញោមប្រគេនស្បង់ជាពររលើបរលោងដូចជាបណ្ដូលចេកដល់ព្រះពុទ្ធដល់ព្រះជ័យកពុទ្ធសាវកពុទ្ធដែលអង្គុយតម្រៀបគ្នាតាំងពីផែនដីនឹងរហូតដល់កម្ពស់ព្រហ្មលោកហើយយកជាពរមកប្រគេនឲ្យគ្រប់អង្គប៉ុណ្ណឹងគេថានៅតែចាញ់ធម្មទានមកគាថាពីគាថាអីក៏អស្ចារ្យម្ល៉េះធម្មទាននឹងអស្ចារ្យណាស់សូមបីតែសកៈទេវរាជចូលមកទូលសួរព្រះអង្គថាបបពិតព្រះអង្គដល់ចម្រើនហើយទានអីឈ្នះគេទាំងអស់ព្រះអង្គសេចក្តីត្រេកអរអីឈ្នះអស់សេចក្តីត្រេកអរទាំងពួងរសជាតិអីឆ្ងាញ់ជាងរសជាតិទាំងពួងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងតបពាក្យសកៈទេវរាជនោះថាសព្ពទានធម្មទានជីនីតេធម្មទានរមែងឈ្នះអស់ទានទាំងពួងសព្ពរៈសង្ឃធម្មរៈសោជីនីតេរស់បធរឈ្នះអស់រស់ទាំងឡាយទាំងពួងសព្ពរៈតੰធម្មរៈតេជីនីតេសេចក្តីត្រេកអរទាំងអស់មានតែសេចក្តីត្រេកអរក្នុងបធរទេទើបឈ្នះអស់សេចក្តីត្រេកអរទាំងឡាយទាំង
តណ្ហាកយោសពតុខੰជីនិតិបើអស់ទៅនៃតណ្ហាឈ្មោះថាអស់ទុកទាំងអស់ឥឡូវញាតិញោមចំណាស់ប្រប៉ុណ្ណេះបើយើងគិតមើលឲ្យញាតិញោមទៅព្រោះទៅសបាយត្រេកអរជាមួយនឹងរបែងរបាំចម្រៀងឲ្យដូចប្រហែលត្រេកអរនឹងធម៌ទេសនាមិនទេស្មើនេះណាគេបបួលមកស្ដាប់ធម៌មកហើយសាកបបួលទៅរមឥឡូវប្រកាសជាមិនទៅទេតាមអាត្មាស្មានមើលឬក៏បបួលទៅស្ដាប់ចម្រៀងទៅស្ដាប់ភ្លេងអីមិនទៅទេអានោះវាសបាយមែនមិនថាមិនសបាយទេតន្ត្រីភ្លេងចម្រៀងប៉ុន្តែក្រោយពីសបាយហើយទៅវាមិនបានសុខយូរវានាំឲ្យយើងនឹងមានទុក្ខមានលំបាកជាប់ជំពាក់នៅក្នុងភពឯញាតិញោមមកសបាយក្នុងធម៌ឯនេះភ្លឺស្វាងណាញោមភ្លឺតាំងពីបច្ចុប្បន្នដល់បរិលោកសូម្បីអ្នកពិការភ្នែកក៏ភ្លឺដែរបានយល់ពធគឺភ្លឺល្អណាស់ហើយបើមិនបានយល់ពធទេសូម្បីមានភ្នែកទាំងគូប្រៀបដូចជាមនុស្សងឹតដែរបើអញ្ចឹងមានតែពធទេដែលធ្វើឲ្យញោមនឹងត្រេកអរធ្វើឲ្យញោមនឹងរីករាយសប្បាយទោះបីជាថ្ងៃក្តៅអាម៉េចក៏តស៊ូមកបានមិនបានអីជីក៏ដើរដែរអញ្ចឹងធម្មទានវាមានផលប្រសើរពិសេសណាស់ពុទ្ធបរិស័ទញោមបានធ្វើធម្មទានដល់គេឈ្មោះថាឲ្យគ្រប់យ៉ាងឲ្យគេចេះដឹងឲ្យគេបានការងារធ្វើឲ្យគេខ្លាយជាមនុស្សល្អឲ្យគេខ្លាយជាមនុស្សដឹងគុណឪពុកម្ដាយឲ្យគេបានទៅកើតក្នុងឋានសួគ៌ឲ្យគេបាននិព្វានញោមឈ្មោះថាឲ្យទាំងអស់ឲ្យរបៀបម៉េចឧបមាញោមថតកាសែតឲ្យគេស្ដាប់ញោមជឿសភៅដាក់ឲ្យគេរៀនកសាងសាលារៀនអ្នកដែលមករៀនសភៅញោមនឹងដល់តែគេចេះទៅមិនគេទៅធ្វើការងារអញ្ចឹងការងារនោះបានដោយសារញោមអ្នកបង្រៀនទេតាសភៅញោមគេចេះទៅគេទៅធ្វើការទៅរកស៊ីបានការងារបានមុខរបរបានប្រាក់ខែលុយកាក់អាលុយកាក់នឹងណាអ្នកឲ្យញោមអ្នកឲ្យពីព្រោះគេរៀនពីសភៅញោមបានពីក្បួនច្បាប់របស់ញោមឃើញដែរមិនប៉ុណ្ណោះទៅទៀតសោតគេអាចធ្វើខ្លួនឯងខ្លាចជាអ្នកចំនួនចេះទៅរកស៊ីជួញប្រែចំណេញសពយ៉ាងអាការចំនួនសពយ៉ាងនឹងចេះពីណាមកថាចេះពីញោមអ្នកឲ្យទៀតហើយកូនខ្លះមិនដឹងគុណម៉ែមិនដឹងគុណឪស្រាប់តែគេស្ដាប់ធម៌ស្រាប់តែគេរៀនសូត្រទៅគេចេះដឹងទៅដឹកនាំបងដឹកនាំប្អូនធ្វើបុណ្យឲ្យប្រាប់គេអស់ទាំងភូមិទៅចូលរួមទៀតធ្វើឲ្យគេបានបុណ្យទាំងភូមិទៀតហ្នឹងដោយសារណាដោយសារគេបានស្ដាប់ធម៌ពីញោមទៅគេបានរៀនក្បួនពីញោមទៅគេបានរៀនសភៅពីញោមទិញដាក់វត្តគេបានស្ដាប់ពីកាសែតធម្មទានគេបានញោមអ្នកធ្វើធម្មទានឲ្យគេស្ដាប់អាចឲ្យគេទៅកើតឋានសួគ៌ទៀតមកពីណាថាមកពីញោមអ្នកឲ្យដែរឲ្យគេទៅនិព្វានទៀតអញ្ចឹងញោមឲ្យសពយ៉ាងទាំងអស់អាត្មាគ្រាន់តែបង្ហើបត្រួសប៉ុណ្ណេះញោមដឹងថាពិតជាធម្មទាននឹងមានផលប្រសើរពិសេសណាស់ខែរះឆ្លងផ្លូវកូនកើតមុនឪពោតាដើរលេងបើសិនជាខែមិនរះទេដួងតារារាប់រយពាន់ពេញមេឃាមិនអាចញ៉ាំងផ្លូវឲ្យភ្លឺស្វាងបានទេឯចន្ទធារះតែមួយដួងគត់ញ៉ាំងផ្លូវឲ្យគេភ្លឺស្វាងបានយ៉ាងណាមិញមនុស្សរាប់លានអ្នកបើសិតតែល្ងងទាំងអស់គ្នាមិនអាចញ៉ាំងប្រទេសជាតិឲ្យភ្លឺស្វាងទេមនុស្សរាប់លានអ្នកឬក៏កូនក្រុមគ្រួសារមួយនឹងមានកូន2ដល់10នាក់សិតតែកូនល្ងងទាំងអស់មិនអាចធ្វើឲ្យម្ដាយឪពុកសប្បាយចិត្តរីករាយចិត្តឲ្យភ្លឺស្វាងបានទេប៉ុន្តែបើមានកូនតែម្នាក់គាត់ជាអ្នកចេះដឹងញោមណាដឹកនាំបងដឹកនាំប្អូនដឹកនាំដល់ឪពុកម្ដាយធ្វើល្អបានទៀតប្រសើរយ៉ាងហ្នឹងអញ្ចឹងបានគេថាប្រយោជន៍សំខាន់ណាស់នៅការរៀនសូត្រជាចំណេះជាបឋមនឹងឯងអញ្ចឹងបានតែកូនមួយចេះដឹងប្រៀបដូចខែរះតែមួយដួងឲ្យភ្លឺមកគ្រួសារបានហើយបើភ្លឺមកគ្រួសារអាចភ្លឺដល់មកប្រទេសជាតិទៀតប្រពុតក៏ទ្រង់ឲ្យតម្លៃទៅលើអ្នករៀនដែរប្រពុតឲ្យតម្លៃថាមនុស្សយើងកើតបែងវ័យជា3វ័យទី1ឲ្យខំររៀនវ័យទី2ឲ្យខំរទ្រព្យសម្បត្តិវ័យទី3ឲ្យខំរបន់ញោមឃើញណារហូតដល់គេថាអ្នកបួសនឹងបួសរៀនបួសតូចបួសស៊ីនំបួសធំបួសសំទ្រព្យបួសចាស់ចិត្តងាប់បួសមើលមែនគេបកស្រាយទៅអាតូចបួសស៊ីនំនឹងនំរបស់ក្មេងៗគឺចំណេះវិជ្ជាដែលជារបស់ដែលត្រូវការដោយបុរាណគេថាដុំដែកវាតន់នៅក្តៅបដៅមនុស្សតន់នៅក្មេងกระดาษសទៅសេបិចខៀវវាជាប់ខៀវទៅសេក្រហមវាជាប់ក្រហមយកกระดาษទៅខ្ចប់ប្រហុកវាធំក្លិនប្រហុកយកមកខ្ចប់ទឹកអប់វាធំក្លិនទឹកអប់ក្មេងតូចបើបញ្ចូលមកឲ្យចេះស្ដាប់ធម៌ស្ដាប់បញ្ចូលមករៀនសូត្រក្មេងខ្លាចជាក្មេងល្អហើយបើបញ្ចូលទៅក្រំពីលក្រំលួចក្រំឆក់ប្លន់ក្មេងនឹងវាទៅតាមនោះដែរខ្ញុំឃើញដែរអញ្ចឹងបានគេឲ្យតម្លៃការរៀននេះជាការសំខាន់បំផុតក្នុងច្បាប់ក្រមគេថាហាយអស់សាមណែកុំធ្វើដែរត្រង់ក្តីពីងាយលំអត់បំរើអ្នកជាបាទជាជូនបនទៅម្ដាយនោះទើបគាត់ផងហើយទៅបួសឲ្យមិនរៀនកុំជិលអៀនព្រៀនបន្ទោសថាខ្លៅកុំឲ្យថាឯងវាល្ងងឯងវាខ្លៅអញ្ចឹងគេដាស់តឿនឲ្យតែខំរៀនទាំងអស់សំបីតែលេនីនដែលទ្រឹស្ដីបដិវត្តហ្នឹងក៏គាត់ថាដែររៀនហើយរៀនទៀតរៀនអត់ឈប់ឈរអ្នកប្រាជ្ញបារាំងនោះម្នាក់គេថាដើម្បីធ្វើមនុស្សម្នាក់ឲ្យខ្លាចជាមនុស្សល្អគេប្រឹងព្យាយាម60ឆ្នាំមិនមែន6ឆ្នាំទេអញ្ចឹងការរៀនការស្ដាប់នឹងមានប្រយោជន៍ទាំងអស់ទ្រព្យសម្បត្តិអីប្រមាណបានមកពីការស្ដាប់នឹងជាបឋមបានថាការស្ដាប់ធម៌ទាននឹងមានផលមានអានិសង្សច្រើនបំផុតប្រគុណម្ចាស់ហើយបើលើសច្រាប់ចេញបើខ្វះបំពេញបន្ថែមផងសូមនិមន្តជ្រាបសាធុសាធុជារៀបបោលោកថាពាក់តងទៅរឿងអានិសង្សនៃធម្មទាននេះញោមកណាក៏សូមទៅសើដោយស្មោះចំពោះអនុថែប្អូន
ដែលមានវិធីបញ្យល់យ៉ាងក្បោះក្បាយសំបីតែអ្វីក៏ចេញពីធម្មទានដែរតាំងពីសាលារៀនតាំងពីប្រាប់ឲ្យគេដឹងគុណឪពុកដឹងគុណម្ដាយប្រាប់ពីរបៀបចំនួនជួញដូរទ្រឹស្ដីក្នុងពុទ្ធសាសនាទាំងអស់តាក់ទងនឹងធម្មទានហើយអនុថែលោកបានលើកយកនៅពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធសព្វទាននិងធម្មទាននិងជំនាតេធម្មទានឈ្នះអស់ទានទាំងពួងឈ្នះនឹងឈ្នះយ៉ាងម៉េចញោមសូមជម្រាបដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបសត្វធ្វៈលោកដែលកើតតន់ពុទ្ធឬក៏ពុទ្ធជាដើមនេះដែលព្រះអង្គយាត្រាទៅកាន់អមតៈឋានពលគឺព្រះនិព្វានសុទ្ធតែដោយសារធម្មទានទាំងអស់ដោយសារត្រាស់ដឹងនៅធម៌ព្រះសរិបុត្រព្រះមោគលានព្រះអនន្តព្រះអនុរុទ្ធព្រះមហាកាសបៈយាត្រាទៅកាន់ព្រះនិព្វានសុទ្ធតែដោយសារធម្មទានហើយព្រះសម្មាសម្ពុទ្ធតែងតែសម្ដែងថាទេសនាវសាននេះក្នុងកាលជាទីបញ្ចប់នៃពធទេសនាហ្នឹងសត្វធ្វៈលោកតែងតែបានសម្រេចនៅធម៌ជាន់ខ្ពស់អញ្ចឹងកាលដែលបានសម្រេចនៅធម៌ជាន់ខ្ពស់ដោយសារតែការស្ដាប់នៅពធទេសនាមិនដែលឃើញសត្វលោកណាទៅព្រះនិព្វានដោយសារហូបបាយដោយសារហូបនំបញ្ចុកនោះទេអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់បើចង់យាត្រាទៅកាន់ព្រះនិព្វានលុះត្រាតែសន្សំឧបនិស្ស័យធម្មទាននេះឲ្យបានម៉ឺងម៉ាត់ឲ្យបានចំទូជាសាវករបស់ព្រះសម្មាសម្ពុទ្ធគេថាព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនាសង្ឃឹមទេវតាណាគេអាណិតតើតែយើងជួយខ្លួនយើងជួយឲ្យយើងនឹងជាអ្នកជ្រះថ្លាជាអ្នកស្ដាប់ពធចូលចិត្តយល់ចូលចិត្តក្នុងពធកាលណាបើញាតិញោមបានយល់ចិត្តក្នុងពធធ្វើញាតិញោមមានចិត្តតិចហើយកាលណាបើមានចិត្តតិចឈ្មោះថាមានសំណើមពីធម្មជាតិញាតិញោមសម្លឹងមើលធម្មជាតិចុះបើសិនជាខ្វះទឹកគឺក្រៀមក្រោះអត់មានរសជាតិមើលទៅស្វិតស្រពន់មើលទៅធម្មជាតិដូចជាមិនស្រស់បំប្រងប៉ុន្តែបើសិនជាមានទឹកគឺធម្មជាតិស្រស់បំប្រងដូចជាបុប្ផារិចស្គូស្គៀជាដើមនេះតាក់ទងទៅនឹងរឿងធម្មទានប៉ុណ្ណេះទៅចុះហើយឥឡូវនេះគឺស្អែកហ្នឹងចូលដល់រដូវក្តៅហើយញាតិញោមគេហៅថាកម្មមហរដូវក្តៅអញ្ចឹងអានិសង្ឃកថាគឺបានដាច់ហើយថ្ងៃស្អែកហ្នឹងអញ្ចឹងបានជាថ្ងៃនេះញាតិញោមពុទ្ធបរិស័ទទាំងអស់បានធ្វើបាញ់ឆៅប្រគេនលោកហ្នឹងនៅហៅបាញ់ឆៅបានប្រគេនចំពោះព្រះសង្ឃព្រោះនៅមានអានិសង្ឃកថាអញ្ចឹងថ្ងៃស្អែកនេះគឺដាច់អានិសង្ឃកថាហើយឥឡូវធម្មទានប៉ុណ្ណឹងចុះសួរអនុថែពីរឿងអមិសទានមើលអនុថែអ្វីទៅជាអមិសទានសូមអនុថែប្អូននិមន្តបកស្រាយឲ្យបានក្បោះក្បាយមើលសូមវិសាចនីបកស្រាយទៀតហើយញោមមកឮតែបកហើយស្រាយហើយអញ្ចឹងដូចមិនសមអញ្ចឹងញោមណាអាត្មាបានតែបកហើយស្រាយទេប៉ុន្តែឆាន់គេអត់ឲ្យឆាន់ទេអមិសៈនេះគេប្រែថាអន្តៈគឺប្រែថានុយសម្រាប់តាក់ចិត្តមនុស្សនឹងឯងឲ្យវាវល់នៅក្នុងភព3និយាយដោយខ្លីអមិសទានណាដែលមើលឃើញចាប់ត្រូវបានឲ្យតែរបស់ណាមើលឃើញប៉ះពាល់ត្រូវបានដូចជាទឹកដូចជាបាយដូចជានំដូចជាចំណីសពុតសៅអាវស្បៃដូចជាបាញ់ឆៅដូចជាលក់ដូចជានំអានឹងហើយគេហៅថាអមិសទានណាអង្គម្ចាស់សូមនិមន្តជ្រាបហើយអនុថែបកែចេះទៀតញោមចឹងតើបានអនុថែនឹងលើឈ្មោះពរោះល្បីទៅខេត្តនេះទៅខេត្តនោះលើតដើរតែទេសនាអនុថែចេះដឹងថាអមិសទាននឹងបាញ់ឆែវក៏គេរាប់ចូលក្នុងអមិសទានដែរអញ្ចឹងឃើញតែបាញ់ឆែវថ្ងៃមិញហ្នឹងញាតិញោមពុទ្ធបរិស័ទនឹងហើយហៅថាអមិសទានប៉ុន្តែលើតែបាញ់ឆែវនឹងប្រគេនចំពោះព្រះសង្ឃមកវត្តហ្នឹងចាប់ចូលជាទានអីដែរអនុថែសូមវិសាចនីហន្តេថេរៈហេសតតសើឲ្យលើកជើងអែលគេថាចេះបញ្ជូចេះតសើលួងតសួរញោមណាងែលសួរប៉ុន្តែមិនអីទេអាត្មាគេតសើមិនជាត្រេកអរប្រមាណទេប៉ុន្តែបើបង្អាប់ខឹងដែរចេះហើយបើអញ្ចឹងទៅប្រគុណម្ចាស់តសើហ្នឹងដូចជាមិនហ៊ានទទួលទេលោកថាអាត្មាហ្នឹងអញ្ចឹងល្បីអញ្ចឹងបានលឺតែដើរទៅទេសមិនដែលខ្ញុំកណាំដែលដើរទេសទេតែទេសតែអង្គុយទេញោមណាញាតិញោមធ្លាប់ដឹងហើយដើរទេសអូខ្សែមីក្រូអាម៉េចគ្រាន់តែអង្គុយក្បែរគ្នាហ្នឹងអាដងវែងមួយនឹងហុចទៅហុចមកហុចទៅហុចមកទៅហើយតម្រាំដើរទេសទៀតបានពីណាជួយហុចឲ្យអត់ទេអត់ដើរទេសទេអង្គុយទេសប្រគុណម្ចាស់ហើយម្យ៉ាងទៀតសួរថាបាញ់ឆែវហ្នឹងវាអមិសទាននេះគេចាត់ចូលទានអីដែរគេចាត់ចូលក្នុងទានវិន័យរួចទានវិន័យនឹងទៀតចាត់ចូលក្នុងបច្ច័យ4បច្ច័យ4នឹងទៀតចាត់ចូលក្នុងបណ្ឌបាតបច្ច័យញោមណារាប់ចូលជាគ្រឿងអាហារសម្រាប់បរិភោគឲ្យមានកម្លាំងញាតិញោមដឹងហ៎ប្រគុណម្ចាស់ហ្នឹងមានរហូតដល់តណាលប្រាប់គេថាស្រាយណាអាត្មាមកមិនតាន់ចង់គេដែរអាត្មាជួយអាណិតដែរប៉ុន្តែមិនដឹងធ្វើម៉េចញោមហើយអញ្ចឹងសូមប្រគុណម្ចាស់និមន្តជ្រាបសាធុជ្រាបហើយអនុថែប្អូនបកែមែនញាតិញោមរាប់ចាប់ចូលចុះឡើងចូលក្នុងទានវិន័យរាប់ចូលក្នុងបណ្ឌបាតទានបញ្ជាក់ថាអាត្មាចង់ឆាន់ប៉ុន្តែអនុថែក៏ចង់ដូចតែគ្នាញោមស្ដាប់តែចង់ដែរឥឡូវតាក់តងនឹងអមិសទានបណ្ឌបាតទាននេះខ្ញុំកណាដឹងហើយអនុថែ
ប៉ុន្តែប្រគេនប្រសង់ចំនួន1វត្តហ្នឹងក៏ចូលក្នុងសង្ឃទានដែរចឹងតើកុសលផលបុណ្យហ្នឹងបណ្ឌបាតទានប្រគេនចំពោះប្រសង់ហ្នឹងតើបានផលអានិសង្សយ៉ាងណាដែរនោះថាសូមវិសាចនីបានច្រើនណាស់ប្រគុណម្ចាស់ដ៏ចម្រើនគេហៅថាទានប្រគេនចំពោះបុគ្គលហើយនឹងប្រគេនចំពោះសង្ឃបានផលខុសគ្នាណាញោមដែលឮដែរគេរាប់ថាប្រគេនដល់សត្វដេរឆានបានប៉ុណ្ណេះអត្តភាពមនុស្សមានសិលប៉ុណ្ណេះអត្តភាពមនុស្សអត់សិលប៉ុណ្ណេះអត្តភាពអាពាក្យថាអត្តភាពនឹងរាប់ចូលនៅក្នុងបដិបកលិកទានទេមកពីយើងរាប់ថាប្រគេនលោកនេះលោកនោះលោកគ្រូនេះអត់សិលលោកគ្រូនោះមានសិលលោកនេះត្រឹមត្រូវលោកនោះមិនត្រឹមត្រូវអាហ្នឹងបានទានយើងវាធ្លាក់មកនៅប៉ុណ្ណេះប៉ុណ្ណោះអត្តភាពប៉ុន្តែបើយើងដាក់ចិត្តឲ្យដាច់ឲ្យតែឃើញតងជ័យក្រហមត្រនៅលើខ្លួនសម្គាល់ថាប្រសងមិនប្រកាន់ថាក្មួយអញក្មួយគេណែតាំងចិត្តប៉ុណ្ណឹងបនរំមិនឈ្នះបើញោមមិនជឿទេបើកមើលក្នុងបត្រៃ3ដកភាគ28ញោមតេកណាវិភាំងកសោតមានទាំងលេខយោងបច្ចៈទៀតកុំថាឡើយប៉ុណ្ណេះសូមបីអំណះតទៅគោត្រាក់ភូសងនឹងកើតមានឡើងគ្រាន់តែយកចតីក្រហមមកសៀតតិចយកចតីក្រហមមកចងកដៃសម្គាល់ថាសងមានប្តីមានប្រពន្ធធម្មតាធ្វើស្រែធ្វើចំការដោយតែគេដោយតែឯងដល់ប៉ុណ្ណឹងហើយនៅប្រពុតថាបើណានាមកគោរពបកគលនឹងធ្វើបន់តាំងចិត្តថាធ្វើចំពោះប្រសងចំពោះប្រសងនៅតែបានបន់បានអានិសងរាប់មិនអស់ហើយបើរាប់មិនអស់ផងអញ្ចឹងប្រគុណម្ចាស់ឲ្យខ្ញុំកណារាប់អាមិនទៅរាប់មិនអស់ទេប៉ុន្តែនៅក្នុងបត្រៃ3ដកព្រះអង្គសម្ដែងដែរអ្នកឲ្យគ្រឿងអាហារបណ្ឌបាតនេះជាហេតុនាំឲ្យយើងកើតឡើងមកមានអាយុវែងមួយញោមណាមានពណ៌សម្បុរកាយល្អមួយហើយមានសេចក្តីសុខមួយមានកម្លាំងខ្លាំងមួយដូចជាលោកបញ្ជាក់ថាអនតោពលតោហោតិអ្នកណាឲ្យគ្រឿងបាយគ្រឿងបរិភោគឈ្មោះថាឲ្យកម្លាំងអញ្ចឹងញោមគិតមើលសពថ្ងៃតាខ្លះអាយុ60ហើយប៉ុន្តែគាត់នៅខ្លាំងនៅដងទឹកយួរទឹកអីរួចណាញោមណាហើយនៅជិះកង់ជិះម៉ូតូខ្លួនឯងមិនបាច់ចាំគេដប់ទេប៉ុន្តែអ្នកខ្លះទៀតដើរយោងតែខ្លួនសឹងមិនរួចផងកម្លាំងមនុស្សខុសគ្នានឹងក៏អាស្រ័យពីការធ្វើទានពីចង្ហាន់ឯមកអញ្ចឹងដែរម្យ៉ាងទៀតអ្នកណាបានធ្វើចង្ហាន់បណ្ឌបាតនឹងកើតឡើងចេះហូបបាយទៀតដល់តែកើតចេះហូបបាយគេរុញមកឲ្យកើតជាមនុស្សមានបាយជាកម្មសិទ្ធិកើតឡើងមកចេះហូបបាយចេះអីចឹងមានបាយមានទឹកអីធម្មតាហូបទៅមិនខ្វះមិនកន្លះហើយទៅរកស៊ីចេះតែមានបានកើតកើនចម្រើនមាសពេជ្រកែវកងពិទូសូរកានដីធ្លីស្រែចម្ការអាហារនំចំណីត្រីសាច់មិនខ្វះមិនកន្លះឯអ្នកដែលមិនបានដាំពូជបណ្ឌបាតទុកដល់តែស្លាប់ទៅកម្មមាំងសត្វទេវិភេចតិយតិទាំងហិណាបណៃតតាយៈកម្មវាបែងចែកកម្មល្អនឹងអាក្រក់វាបែងចែកមើលឲ្យថ្លៃធ្នូឲ្យថោកទាបវាថាយាយនឹងបានដាំពូជបណ្ឌបាតទុកទេបានហូបបាយទេដាំពូជហូបបាយទុកទេអូគាត់អត់បានដាំពូជហូបបាយទេបើអញ្ចឹងគេរុញគាត់ឲ្យទៅកើតហូបស្មៅញោមអ្នកខ្លះកើតឡើងហូបស្មៅតែហ្មងមកជាតិអត់ចេះហូបបាយគេអ្នកខ្លះគេរុញឲ្យទៅកើតហូបតង្កូវតែកើតចេះហូបតង្កូវមកជាតិទៅអ្នកខ្លះគេរុញឲ្យមកកើតហូបស្លឹកឈើអ្នកខ្លះកើតហូបដីតែហ្មងញោមគាត់ដែរមកពីគ្នានឹងវាអត់មានបុណ្យបានថាពេលបុណ្យអញ្ចឹងអ្នកអត់បុណ្យក៏មកអ្នកមានបុណ្យក៏មកណាញោមអ្នកមានបុណ្យមកអង្គុយពេញក្នុងសាលាឆាន់ហ្នឹងអ្នកអត់បុណ្យមកយកកតុយមួយមកគ្មានគិតរហលោកទេសមិនទេសទេមើលតែក្រមចក្រានមើលតែកន្លែងណាមានឆ្អឹងមួយពណ៌អំបត្តិយកទៅតែហ្មងគ្នាមករកតែហូបទេពីព្រោះគ្នាវាអត់បានដាំពូជបាយទុកបើអញ្ចឹងឲ្យគ្នារស់ដោយសារគេសំណេះសេះសល់ពីគេបានចឹងម្ដុំបានអីទិញទួយទៅគ្រាន់តែរស់ទៅណែនឹងមកពីអីមកពីខ្លួនឯងអត់កម្មសិទ្ធិអត់បានដាំពូជពីមុនបានវាយ៉ាប់អញ្ចឹងណាញោមអញ្ចឹងញោមដឹងច្បាស់ប៉ុណ្ណឹងហើយដាំពូជសន្សំទុកអញ្ចឹងបានមានបាយមានទឹកហូបផ្ទាល់ខ្លួនឯងហ្នឹងញោមណាមិនទៅកើតជាជើង4កតុយមួយអីទេពីព្រោះតែជើង4កតុយមួយហ្នឹងគ្នាអត់មានបាយផ្ទាល់ខ្លួនទេបានតែគេឲ្យបើគេមកឲ្យអត់ដឹងតែដើមគ្នាពេញហ្នឹងណាញោមណាអញ្ចឹងខ្ញុំកណាឆ្លើយហ្នឹងមិនដឹងត្រូវមិនដឹងខុសទេមិនទាន់ឃើញឲ្យបន្ទុសោះឆ្លើយវែងពេកទៅគីឡូរត់តែខុសទេក៏មិនដឹងអានិសងហ្នឹងទៅតាមដឹងមកច្រើនណាប៉ុន្តែប្រគិនប៉ុណ្ណេះចុះគីឡូប្រគុណម្ចាស់មហាថែហ្នឹងមានរឿងនិទានអីនិទានជូនញាតិញោមផងសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែលោកបានបកស្រាយរាយសេចក្តីមកឃើញថាត្រឹមត្រូវណាស់ញាតិញោមហើយគួរនឹកសង្វេគអាសូរចិត្តអាណិតសត្វខ្លះដែលគ្នាកើតមកពុំមានចំណីអាហារហេតុដូច្នេះញាតិញោមគួរតែផ្សាយមេត្តាចំពោះសត្វឧទាហរណ៍ដូចជាឆ្កែដូចជាឆ្មាឲ្យជាដើមនៅពេលដែលញាតិញោមហូបបាយវាកម្លាំងមើលមកស្លាព្រាញាតិញោមយកបាយទៅបញ្ចូលក្នុងមាត់វាមើលទៅមាត់យកបាយមកដួសក្នុងចានវាមើលមកចានបើសិនជាវាចេះនិយាយវាថាខ្ញុំសុំមួយម៉ាត់មកខ្ញុំឃ្លានណាស់ប៉ុន្តែវាមិនចេះនិយាយចឹងហើយបានគេថាភ្លៀងធ្លាក់ទឹកកាត់ក្អាត់ស្រែកយំអាសូររូបខ្ញុំកើតជាក្អាត់មិនបានធ្វើបន់ពោះព្រោះជាសត្វលំបាកពេកក្តាត់ក្រៃណាស់ណាពពួកសត្វអស់ទាំងហ្នឹងគឺមានការលំបាកវេទនាក្រំគ្រាជាទីបំផុតមានពពួកសត្វខ្លះត្រូវអស់រទេះអីជាដើមពពួកសត្វខ្លះត្រូវគេជួត្រូវគេរស់ត្រូវគេវាយត្រូវគេទាត់ត្រូវគេធាក់ត្រូវគេតាក់ត្រូវគេបង្រាត់ត្រូវគេបង្រាស់ឲ្យប្រាស់ឲ្យព្រាត់ពីក្រុមគ្រួសារនេះដោយសារអីញោមដោយសារតែកើតកំណើតជាសត្វដេរឆានមិនបានមានឱកាសនឹងធ្វើបុណ្យ
ឥឡូវនេះញាតិញោមពុទ្ធបរិស័ទសុទ្ធតាំងតែជាអ្នកមានបុណ្យមានឱកាសធ្វើបុណ្យតាក់ទងទៅនឹងរឿងសង្ឃទាននេះញាតិញោមពុទ្ធបរិស័ទទាំងឡាយធ្វើទានអ្វីក៏ដោយត្រូវតែលះឲ្យដាច់កុំឲ្យលះមិនដាច់នឹងមានរឿងមួយក្នុងចំនួនព្រះញាតិញោមពុទ្ធបរិស័ទទាំងឡាយគឺរឿងមច្ឆរិយសេដ្ឋីមច្ឆរិយសេដ្ឋីនឹងនិយាយពីរឿងសេដ្ឋីនឹងគឺអស្ចារ្យណាស់សម្បូរទ្រព្យមហាសែនសម្បូរប៉ុន្តែកំណាញ់មិនសូវហ៊ានធ្វើទានមិនសូវហ៊ានចំណាយលុយកថវិកាគេទេព្រោះខ្លាចអស់លុយកំណាញ់នឹងខ្លាចអស់លុយថ្ងៃមួយឃើញគេចាក់នំបែងអានំដែលគេចាក់មកកប៉ាងស្តៀងបាញ់ឆែវនំបាញ់ឆែវនឹងបែងស្តៀងតែគ្នាដែរខ្ញុំអានំហ្នឹងវាឈ្ងុយមើលទៅតំណងឆ្ងាញ់តែថៃហ្នឹងក៏នឹកចង់អាស៊ីនំបែងហ្នឹងប៉ុន្តែមិនហ៊ានសុំគេទេខ្លួនឯងវាសេដ្ឋីទៅដេកទទួលភួយនៅផ្ទះហ្នឹងប្រពន្ធក៏សួរបងថៃថឹងមិនឈឺអីទេប៉ុន្តែចង់ស៊ីនំបែងហ៎គ្រាន់តែចង់ស៊ីនំបែងប៉ុណ្ណឹងចាំបាច់ទៅទទួលភួយតោះគិតធ្វើនំបែងសេដ្ឋីនឹងគិតទេធ្វើនៅក្រោមនឹងមិនកើតទេក្រែងលោកមានគេមកដណ្ដើមមកសុំអីទៅវាវីវទៅទៀតឥឡូវបងឯងគិតធ្វើនៅណាធ្វើនៅប្រាសាទជាន់ទី7គ្រាន់តែនំបែងប៉ុណ្ណឹងហេតុតែខ្លួនកំណាញ់ក៏ធ្វើនៅប្រាសាទជាន់ទី7និយាយរឿងព្រះអង្គប្រមាលមើលបនិស័យនៃសត្វមច្ឆរិយសេដ្ឋីក៏ចូលក្នុងបណ្ដាញាណរបស់ព្រះអង្គក៏ត្រូវតែប្រោះបានក៏ប្រមាលមើលបនិស័យថាសេដ្ឋីនឹងមាននិស័យជាមួយមោគលានក៏ប្រើមោគលានឲ្យមកប្រោះនៅជាន់ប្រាសាទទី7ប្រមោគលានក៏សម្ដែងបានឯហាសម្ដែងរត់ឡើងជាបនុកជាបាំងឈរនៅលើបនុកជាបាំងបិណ្ឌបាតនៅមាត់បង្អួចនឹងសេដ្ឋីភ្ញាក់ខ្លួនព្រឺទៅចំឯងថាមកចាក់នំបែងនៅប្រាសាទជាន់ទី7ក្រែងលោកមានគេសុំឥឡូវនៅតែមានអ្នកមកសុំទៀតបាត់ទ្វារនឹងផឹងទៅញោមប្រមោគលានក៏ទៅកន្លែងប្រអួចមួយទៀតសេដ្ឋីក៏បាត់ប្រអួចនឹងទៀតទៅប្រអួចមួយទៀតបាត់ទៀតទៅប្រអួចមួយទៀតសេដ្ឋីនឹកមើលទៅបើមិនឲ្យបន្តិចមិនទៅណាទេអម៉ែវាបេះឲ្យបន្តិចបេះទៅវាមិនដាច់តោះញាតិញោមពុទ្ធបរិស័ទចាក់អាណាមួយបន្តិចប្រគេនទៅលោកចង់ឆាននំបែងយ៉ាងហ្នឹងចាក់ទៅប៉ុន្តែចាក់វាមិនតិចវាទៅជាច្រើនអាហ្នឹងច្រើនជាងមុនផងឲ្យអាមុនឲ្យចុះឲ្យឡើងបេះក៏មិនដាច់ក៏ប្រគេនទៅលោកទាំងអស់ទៅព្រះអង្គទ្រង់និមិត្តឲ្យឃើញភិក្ខុសង្ឃនឹងបានឆានគ្រប់អង្គនំបែងប៉ុណ្ណឹងនេះតាក់ទងនឹងសង្ឃទានណាញាតិញោមពុទ្ធបរិស័ទទាំងឡាយប៉ុន្តែរឿងនេះគឺមច្ឆរិយសេដ្ឋីកាលពីដើមគាត់មិនទាន់មានសទ្ធាទេប៉ុន្តែពេលដែលឃើញប្រសង់នឹងលោកសគុតសគុំលោកគោរពធម៌ប្រតិបត្តិវិន័យក្នុងពុទ្ធសាសនាសម្រួមបានល្អប្រសង់ឆាន់ក៏មានរបៀបរៀបរយមានអនាម័យក៏ជ្រះថ្លាក្នុងពុទ្ធសាសនាបានធ្វើសង្ឃទានចំពោះប្រសង់រៀងរៀបដរាបដល់គាត់អស់ជីវិតក៏បានទៅកើតក្នុងឋានសួគ៌សុគតិភពដែលមានសេចក្តីសុខចម្រើននេះតាក់ទងរឿងសង្ឃទានគឺបានផលានិសង្ឃច្រើនណាស់ឲ្យតែញាតិញោមសម្គាល់ដោយអនុថែប្អូនបានបញ្ជាក់អញ្ចឹងអនុថែប្អូនលោកប៉កែណាញោមចឹងតើបានជាល្បីល្បាញដល់ក្រៅប្រទេសក៏មានក្នុងប្រទេសក៏មានឬតែល្បីសម្លេងអនុថែមានទាំងក្រៅប្រទេសមានទាំងក្នុងប្រទេសញាតិញោមពុទ្ធបរិស័ទទាំងឡាយឥឡូវដឹងថាអនុថែល្បីបើល្បីអញ្ចឹងខ្ញុំកណាសួរទៀតព្រោះថាថ្ងៃនេះញាតិញោមពុទ្ធបរិស័ទទាំងឡាយបានធ្វើសង្ឃទានហើយក៏បើយើងគិតពិចារណាទៅវាចាត់ចូលជាតក្កិណានុបទានដែរខ្ញុំកណាឆ្ងល់អ្វីទៅជាតក្កិណានុបទានអនុថែសូមអនុថែប្អូននិមន្តវិសាចនីហន្តេថេរៈអ្វីទៅជាតក្កិណានុបទានតក្កិណានុបទានគឺបុណ្យណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុតក្កិណានុបទានគឺបុណ្យដឹងថាតក្កិណានុបទានគឺបុណ្យនោះប៉ុន្តែបុណ្យតក្កិណានុបទានប្រែថាម៉េចសូមនិមន្តបកប្រែហន្តេថេរៈច្បាស់ល្អណាស់សូមនិមន្តបកប្រែបនតក្កិណានុបទានគេប្រែថាតាមហោចតាមឧទ្ទិសតាមផ្ដាល់តាមជូនឪពុកម្ដាយជីដូនជីតាប៉ាម៉ាក់ម៉ាកងចឹកចែសោហៀត្រាអ៊ីបេកៅដែលបែកចែកឋានទៅទោះជាខ្មោចមុនខ្មោចក្រោយ100ជាន់1000តម្រួតដែលយើងមិនបានដឹងណោះកាលពីខំបកើតយើងមកខំទៅរកស៊ីញោមមកឲ្យដើម្បីចិញ្ចឹមកូនឪពុកម្ដាយខ្លះហ៊ានបង្រត់បង្រាស់សត្វទាំងរស់លក់បំបែកបំបាក់សត្វទាំងរស់រស៊ីភូតកុហកបោកប្រាស់ក៏មានកេងកាប់លឹបខងវាយបដុកគូតកំប៉ុងវល់ឲ្យវាចំណេញបតោងភ្នែកអញ្ជិញបាត់គេមកខំហើយចេះតែភូតចេះតែពីកុហកសត្វវាធ្លាក់លើខ្លួនកូនក៏តស៊ូដែរដើម្បីឲ្យតកូនសុកស្រួលសម្លាប់សត្វមិនថាតែក្អែបតពុះអីវាលើកូនទេតែខ្ចាតម្រៃវាមកវាផងវាយងាប់ឥឡូវក៏មកវាលើកូនណាញ់ការពារសពយ៉ាងពេលដែលស្រុកមានភ័យអាសន្នអន់ក្រគាត់ខ្វះខាតរហូតបេះបោចរបស់អ្នកដទៃអញ្ចឹងមិនដឹងថាគាត់ស្លាប់ទៅកើតឯណាទេតម្រាំចិញ្ចឹមកូនរួមមិនដែលថាឪពុកម្ដាយយើងនឹងមិនបានធ្វើទេគាត់ធ្វើអំពើបាបច្រើនណាស់អ្នកខ្លះមកវត្តស្រាក់ពេញទៅវិញពេញដដែលពីព្រោះនឹកដល់កូននៅផ្ទះ
អ្នកខ្លះមកបនគេជួយរៀបបង្អែមផ្លែឈើនំនែកគេស្រាប់តែសល់បាននំមួយពីរដាក់កប៉ាល់ទៅផ្ទះវិញដែរញ៉ាកូនជួនកាលមកបនគេអញ្ចឹងទៅឃើញបបរគេឆ្ងាញ់ហ្នឹងបច្ចេមួយចានតាមច្បាយជែកផ្លិចទាំងយកចានមកទៅថ្ងៃហ្នឹងទៅទៀតមកពីអីមកពីនឹកទៅដល់កូនអំពើបាបឪពុកម្ដាយហ៊ានធ្វើសពយ៉ាងដើម្បីឲ្យកូនរស់តើក្រោយពីគាត់ស្លាប់ទៅគាត់ទៅកើតឯណាយើងអត់ដឹងតែហ្នឹងដល់តែយើងមិនដឹងតែហ្នឹងហើយយើងនឹកថារស់រៀនមានជីវិតទល់ថ្ងៃហ្នឹងដោយសារគាត់ហ្នឹងអញ្ចឹងហើយមិនដឹងថាគាត់ទៅឯណាទេបើចង់ជូនបាយជូនទឹកយើងហុចផ្ទាល់អត់បានប្រពុតត្រង់សម្ដែងថាផ្ទះកេណាំងអនុប្រទេសសាមិលុះណាតែអ្នកនៅរស់ហ្នឹងធ្វើបន់ផ្ទះកេណាំងអនុប្រទេសនៅទៅបានដល់គាត់បើយើងទៅហុចជូនគាត់គេលោហុចទៅវាមិនឃើញយើងមិនដឹងថាហុចតាមណាបានប្រពុតថាឧទ្ទិសជូនទៅហ្នឹងជាផ្ទះកេណាំងអនុប្រទេសហ្នឹងធ្វើទៅដើម្បីឲ្យបានដល់ឪពុកដល់ម្ដាយជីដូនជីតាម៉ាកុងរបស់យើងដែលស្លាប់ទៅនឹងឯងនឹងឲ្យជាផ្ទះកេណាំងអនុប្រទេសណាអង្គម្ចាស់បើមិនជឿទេចាំចោះទៅសួរលោកអាចារ្យមើលបើមិនចឹងសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែឆ្លើយមកនេះខ្ញុំកណាឲ្យបន្ទុក8ឥឡូវសួរទៅទៀតអនុថែថាតក្កិណានុបទានតាមបំពេញឧទ្ទិសឲ្យនតក្កិណានុបទាននតក្កិណាទានតាមបំពេញនឹងតាមបំពេញយ៉ាងម៉េចអនុថែស្លាប់ទៅតាមគាត់ឬក៏យ៉ាងណាសូមវិសាចនីតាមបំពេញហ្នឹងគឺតាមធ្វើឲ្យពេញណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបហើយតាមធ្វើឲ្យពេញហ្នឹងធ្វើរបៀបណាខ្លះសូមវិសាចនីបាទអេថេរៈឲ្យបន្ទុខ្ញុំកណា8ទឹមប្រឡងឈរមាសផ្ដាច់ឆ្នាំបញ្ចប់ម្សិលមួយថ្ងៃឥឡូវបាន8បន្ទុប្រហែលជាជាប់យ៉ាងមើលទៅបើសិនជាជាប់មែនអរប្រគុណណាញាតិញោមជាពុទ្ធបរិស័ទតាមបំពេញហ្នឹងយើងមិនដឹងថាឪពុកឬម៉ែឪនៅត្បូងឯជើងទេគាត់នៅឯជើងយើងហុចទៅឯត្បូងគេលោកគាត់មិនអាចទទួលហើយបើគាត់នៅឯកើតយើងហុចទៅលិចគេលោកគាត់មិនអាចទទួលអញ្ចឹងមានអតិកេណានុបទានហ្នឹងឧទ្ទិសទៅដើម្បីឲ្យបានដល់គាត់ធ្វើឲ្យពេញហ្នឹងគឺថាបានន័យថាឲ្យគាត់បានហូបគាត់នៅឯណាក៏ដោយទៅចាប់ជាតិកំណត់ឯណាដឹងតែបានហូបបានគេធ្វើអតិកេណានុបទាននោះដើម្បីឲ្យវាពេញបានសមរម្យដល់គាត់ហូបត្រូវអ្នកធ្វើហ្នឹងធ្វើទៅដោយកិច្ច2ហេតុ3ណាអង្គម្ចាស់សូមជ្រាបសាធុធ្វើប្រកបទៅដោយកិច្ច2ហេតុ3ឥឡូវហេតុ3ទុកម្លែកផ្នែកខាងក្រោយសួរពីរឿងកិច្ច2អនុថែថាកិច្ច2មើល2យ៉ាងហ្នឹងអ្វីខ្លះអនុថែសូមវិសាចនីអាចិនកិច្ច1ឧទ្ទិសកិច្ច1សូមជ្រាបសាធុអត់ទាន់ជ្រាបទេពុំដឹងភាសាអីអាចិនកិច្ចរបស់ចិនក៏មិនដឹងហើយទិសកិច្ចនឹងកិច្ចយ៉ាងម៉េចអនុថែសូមអនុថែប្អូននិមន្តបញ្ជាក់បកស្រាយមកមើលសូមវិសាចនីបាទទេថេរៈអាចិនកិច្ចមិនមែនកិច្ចរបស់ចិនហើយក៏មិនមែនកិច្ចរបស់យួនដែរកិច្ចរបស់ខ្មែរយើងទាំងអស់គ្នាពុទ្ធបរិស័ទពាក្យថាតក្កិណានុបទានញោមចំណាំមើលដើម្បីធ្វើបុណ្យឲ្យបានដល់ឪពុកដល់ម្ដាយយើងបើម្លងកិច្ច2ហ្នឹងអត់បានទេញោមណាកុំឲ្យខានកិច្ច2ទី1អាចិនកិច្ចសន្សំកិច្ចប្រមូលឯឧទ្ទិសកិច្ចឧទ្ទិសកិច្ចបញ្ជូនប្រៀបឧបមាដូចជាម្ដាយយើងអត់មានលុយយើងចង់ឲ្យគាត់បានលុយកិច្ចទី1ឧទ្ទិសអាចិនកិច្ចគឺយើងទៅប្រមូលសិនទៅរកលុយរកកាយបានសិនដល់តែបានមកហើយវានៅជារបស់យើងឡើយទេឪពុកម្ដាយអត់ទាន់បានទេបានយើងយកមកជូនគាត់គេហៅថាឧទ្ទិសកិច្ចបានគាត់បានខ្ញុំគិតដែរម្ដាយឪពុកនៅព្យួរស្រែនោះនៅព្យួរស្រែក្រៅនោះក្រៅភូមិហើយយើងនៅឯផ្ទះចង់ឲ្យគាត់បានបាយហូបបើមិនទាន់ដាំផងផ្ញើស្អីទៅអញ្ចឹងទី1អាចិនកិច្ចដាំបាយសិនស្លសិនដល់ធ្វើបាយនឹងឲ្យកើតហើយបានឧទ្ទិសកិច្ចបានគេបញ្ជូនបាយនឹងទៅអញ្ចឹងប៉ុននឹងអញ្ចឹងដែរចង់ឲ្យបានប៉ុនដល់ឪពុកដល់ម្ដាយទី1កូនចៅទាំងអស់គ្នាមកធ្វើឲ្យកើតជាប៉ុនសិនដល់តែធ្វើឲ្យកើតជាប៉ុនហើយបានកិច្ចទី2ឧទ្ទិសបញ្ជូនទៅអាធ្វើឲ្យកើតជាប៉ុននឹងធ្វើតាណាគេមកចាក់បាញ់ឆៅណាចាគេនាំគ្នាឧទ្ទិសក្រោយពីយើងប្រគេនភេសជ្ជៈប្រគេនចង្ហាន់វ៉ាន់ជន់ដល់ប្រសងហើយកុំអាបញ្ញាប់ឡើងពេកជួនកាលកូនចៅខ្លះបញ្ញាប់នៅរវល់ឯណាគេថាមកចូលមកប្រគេនផ្លែតចូលមកវេមកទិញផ្លែតបញ្ញាប់ធ្វើអីមិនកើតទេជាប់រវល់ឯនេះអូញោមហើយប៉ុនណាតែរំលងកន្លែងនឹងចេញផ្ទះកណាននុបទានអត់ចំតួទេប៉ុនសំណប់ធ្វើមាន10យ៉ាងមិញប៉ុន្តែទានពិបាកធ្វើត្រង់អញ្ចឹងតែធ្វើមិនត្រូវមិនឡើងជាទានឧបមាថាពេលប្រគេនពេលវេពេលឧទ្ទិសនឹងយើងម្ចាស់ប៉ុនម្ចាស់ទានមិនបានមកធ្វើតែរំលងតែហ្នឹងខាតតែហ្មងប៉ុនហ្នឹងមិនមែនថាអត់ទេបានដែរប៉ុន្តែបានតែខ្លួនយើងត្រង់អ្នកស្លាប់ទៅអត់បានទទួលអញ្ចឹងទោះជារវល់ប៉ុណ្ណាចូលមកផ្លែតមកប្រគេនឧទ្ទិសខ្លួនឯងហើយកុំតែប្រគេនហើយនៅខ្ញុំឡើងប្រុចអាហ្នឹងឧបមាថាម្ដាយនៅឯម្ពិញឪពុកនៅឯម្ពិញហើយកូនចៅគេផ្ញើផ្លែឈើពីហ្នឹងទៅឲ្យឪពុកម្ដាយឃើញឡានគេឈប់នៅឯមុខនោះជូនផ្លែឈើទៅដាក់ឡានដាក់ទៅហើយវឹងត្រឡប់មកវិញដល់តែអ្នកឡានគេបើកដល់ម្ពិញគេយកទៅឲ្យពីណាបើគេប្រាប់ថាម៉ែឲ្យគេឈ្មោះអីនៅឯណាផងណាអញ្ចឹងមកគេហូបអស់ហើយ
យ៉ាងណាមិញយើងចឹងដែរប្រគេនទៀនរួចស្រេចហើយយើងត្រូវប្រាប់សិនខ្សឹបក្នុងចិត្តថាណែទៀននេះសូមឧទ្ទិសជូនដល់ម្ដាយដល់ឪពុកជីដូនជីតាខ្ញុំឈ្មោះនេះស្លាប់នៅឯណោះឬក៏ថាគាត់ហៅគ្នាគាត់មកទទួលមកអញ្ចឹងទៅគេប្រាប់អាសយដ្ឋានប្រាប់ឈ្មោះអញ្ចឹងដូចយើងដាក់ថ្លៃឈើហើយយើងប្រាប់ថាម៉ែខ្ញុំនៅផ្ទះលេខប៉ុណ្ណេះឈ្មោះនេះអញ្ចឹងទៅហើយផ្លូវប៉ុណ្ណេះអញ្ចឹងទៅអ្នកឡានគេសំណុកយកទៅឲ្យយ៉ាងណាមិញយើងប្រគេនទៀនអញ្ចឹងដែរយើងឧទ្ទិសជូនទៅហ្នឹងយើងប្រាប់ឈ្មោះខ្សឹបខ្សៀវខ្លួនឯងអញ្ចឹងទៅអាហ្នឹងបានខ្ញុំណាមិនសំខាន់នៅលើអាចារ្យអានឈ្មោះទេញោមគេរឿងគេអានឈ្មោះហ្នឹងគេគ្រាន់តែជួយគេហៅថាជួយលើកកម្លាំងចិត្តទេប៉ុន្តែដែលបានមិនមែននៅលើអាចារ្យទេគឺនៅខ្លួនឯងឧទ្ទិសមិនឧទ្ទិសឯនេះទេណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែលោកបានបញ្ជាក់ពីរឿងកិច្ចពីរយ៉ាងនេះញាតិញោមពុទ្ធបរិស័ទស្ដាប់បានហើយឯខ្ញុំកណាក៏ស្ដាប់បានដែរអញ្ចឹងសូមសួរអនុថែបន្តទៅទៀតកិច្ចពីរយ៉ាងបានបញ្ជាក់រួចហើយចុះហេតុ3យ៉ាងនឹងយ៉ាងអ្វីខ្លះអនុថែសូមវិសាចនាមមើលបានសម្រាប់ទេញោមអើយអាត្មាខំប្រងថាឆាន់ទឹកមួយសិននៅស្រាប់តែមិនតាន់បានផងវឹងមកទៀតឲ្យសួរមកទៀតឲ្យញោមណាហេតុ3យ៉ាងនោះអាម៉េចទៅដែរហេតុដែលនាំឲ្យសម្រេច3យ៉ាងអ្នកធ្វើទៀនត្រូវកុំរំលងហេតុទាំង3យ៉ាងហ្នឹងញាតិញោមជាពុទ្ធបរិស័ទទី1ហៅថាអត្តណោអនុមោទនេអ្នកទី2ទាយកាណាំងឧទ្ទិសេអ្នកទី3ឲ្យឈ្មោះថាពោជនីយសម្បទាយៈឥឡូវយើងធ្វើការបកស្រាយជាភាសាខ្មែរហេតុទី1ចង់ឲ្យបានដល់ឪពុកដល់ម្ដាយទាមទារឲ្យកូនចៅម្ចាស់ទានប្រធានបុណ្យអ្នកចូលមកប្រគេនផ្ទាល់ខ្លួនឯងមុននឹងប្រគេនសមាទានសិលសិនហេតុអីបានជាសមាទានសិលលោកខ្លះថាទេខ្ញុំមិនទាន់ថ្វាយខ្លួនផងខ្ញុំមិនបាច់សមាទានសិលទេគង់អាយុនឹងដាច់សិលវិញដដែលដាច់នាំមកដាច់សិលរឹតតែបាបមិនមែនទេញោមសមាទានសិលមិនមែនរឹតតែបាបទេបាន1ម៉ោងក្តី2ម៉ោងក្តីវាគ្រាន់បើជាងអត់សោះវាមានន័យច្រើនយ៉ាងទី1អាយុយើងវាមិនទៀងញោមណាបើយើងកំពុងតែមានសិលស្លាប់ព្រោះទៅបានកើតជាទេវតាញោមមើលនាយសំពៅទាំង700នាក់ទៅជួយសំពៅទៅដល់កដាលសមុទ្រទៅក៏វាស្រាប់តែខ្យល់ធ្លាយសពៅនឹងលិចចូលទៅគេភ័យលាន់ហើយស្រាប់តែនាំគ្នាសមាទានសិលពីបរោះម្នាក់ដែលគាត់មានសិលនោះគឺតួអង្គពពុទ្ធិស័តសមាទានសិលចប់សពគ្រប់ទៅទឹកលិចស្លាប់ទាំងអស់គ្នាទាំង700នាក់ញោមគិតមើលហើយសួរថាបានប្រមាណមកស្លាប់ព្រោះទៅកើតក្នុងឋានសួគ៌ទាំងអស់គ្នាញោមណានៅតាបតឹងឯនោះវាមានកម្ពស់12យោជអ្នកដែលមេគេហ្នឹងកើតជាទេវបុត្រទាំងអស់គ្នាទេវបុត្រហ្នឹងហោះចុះមកថ្វាយអង្គមសួរសំណួរព្រះទៀតកាលព្រះអង្គមិនទាន់បរិនិព្វានយើងឃើញថាបានសិលមួយផ្លែតក៏គ្រាន់បើដែរអញ្ចឹងអាយុជីវិតយើងវាអត់ទៀងអញ្ចឹងថ្ងៃណាមួយទៅក្រែងលោស្លាប់ទៅមិនទាន់បានថ្វាយខ្លួនផងមិនវល់ហើយគេលោកទៅយមរាជហៅសួរថាម៉េចយាយនៅជាមនុស្សដែលធ្វើបុណ្យធ្វើទានអាសាសិលអីគេដែរអត់ផងខ្ញុំថាចាំរៀបកូនអស់ចាំចូលថ្វាយខ្លួនកាន់សិលស្រាប់តែឥឡូវរៀបកូនមិនតាន់អស់ផងក៏ស្លាប់មកត្មងទៅណោស្រេចត្មងទៅហើយញោមហើយបើមិនចង់គេសួរថាយាយនៅជាមនុស្សដែលធ្វើបុណ្យអីគេដែរអត់ផងថាចាំឡើងប្រាំងពី3ឆ្នាំទៀតបបួលបងប្អូនកូនចៅធ្វើបច្ច័យ4ម្ដងឥឡូវវាមិនតាន់4 5ឆ្នាំផងក៏ស្លាប់ទៅបានអីទីពឹងទៅញោមអញ្ចឹងអាការស្លាប់វាអត់ទៀងទេមានទ្រព្យតិចតួចមែនញោមណាបើគេបបួលហៅធ្វើបុណ្យហើយគេថាបកុលពួកខ្លះគេបបួលលះឲ្យចេះធ្វើបុណ្យគេថាចេះតែប្រកែកថាជាប់ការងារកំពុងតែកុនឲ្យទៅធ្វើបុណ្យហ្នឹងទៅមិនកើតទេប៉ុន្តែដល់តែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិផៅនោះគេសែងយកទៅដុតយកទៅកប់ចោលទៅទេមិនក៏មិនប្រកែកថារវល់ទៀតទៅបកុលបែបនេះហៅគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានថាខ្លួននឹងចេះតែរស់នៅមិនអាចនឹងទៅនៅដល់ចាស់សក់ស្មាននឹងខុសសក់អត់ស្ដាយទៅនោះដែលខ្លួនកើតមកថាជាប់ការងារបង្វេងជ្រោយជ្រកមិនគិតស្វែងរកទានសិលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ចាប់ពីឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នឹងឯងអត់ទៀងអញ្ចឹងសមាទានសិលទី1ការពារអាយុមិនទៀងទី2ចង់ធ្វើទានឲ្យបានផលច្រើនគេថាទាននឹងសិលទុកដូចជាផែនដីគុណធម៌ដតីទុកដូចជាពូជញោមដាំដើមឈើមុននឹងដាំដើមឈើជ្រោយដីដាក់ជីយ៉ាងណាមិញមុននឹងធ្វើទាននឹងឯងគេជ្រោយដីដាក់ជីពីព្រោះគេជ្រោយដីគឺផែនដីគឺសិលគេសមាទានសិលឲ្យស្អាតទៅបានគេធ្វើទានទៅឲ្យបានផលច្រើនណាចេះនៃទី3បើយើងអត់សិលឪពុកម្ដាយគាត់មិនត្រេកអរទេបើមិនត្រេកអរអត់ទទួលបានអញ្ចឹងតើគាត់ត្រេកអរហេតុនឹងហើយបានជាមុននឹងវេគេតែងទៅសមាទានសិលមុននឹងឧទ្ទិសគេឲ្យសមាទានសិលមុននឹងបាំងស្គលគេឲ្យសមាទានសិលមុននឹងចម្រើនព្រះបរិត្តគេឲ្យសមាទានសិលពីមុននឹងវាអញ្ចឹងកូនចៅចូលមកសមាទានសិលហើយខិតឲ្យចិត្តមកប្រសងទៅប្រហែលជាមហាត់មួយចំអាមនឹងលើកប្រគេនខ្លួនឯងលើកប្រគេនរួចស្រេចហើយទៅឧទ្ទិសខ្លួនឯងញោមណាឧទ្ទិសខ្លួនឯងចប់ទៅឯគាត់នោះអង្គទី3គេហៅថាអត្តណោអនុមោទនេអ្នកអ្នកដែលស្លាប់ទៅនឹងឯងមកទទួលអនុមោទនាខ្លួនឯងអាហ្នឹងបានណាហើយបើគាត់មិនបានមកទទួលទេយើងសូត្រប្តឹងទៀតយ៉ាងកញ្ញអ៊ីមីនីយាទេវតាប្តឹងដល់ទេវតាព្រៃទៅតិចទឹកហ្នឹងឲ្យទៅជួយប្រាប់ឪពុកម្ដាយឲ្យមកទទួលហើយដល់អញ្ចឹងទៅយើងអាងអញ្ចឹងឲ្យទេវតាអនុមោទនាបុណ្យឲ្យទៅប្រាប់ហើយដល់ប្រាប់ទៅបានទទួលពិតប្រាកដហើយព្រះអង្គសម្ដែងទុកនៅក្នុងយ៉ាងកញ្ចារមណាំងថាបើធ្វើកិច្ចណានីមួយប្រពមានមេត្តាបៃតាជាអារម្មណ៍ជាបឋមឲ្យគោរពដល់ទេវតាជាស្ដេចនៃចក្រឡោកបាលទាំង4ហ្នឹងផងពីព្រោះទេវតាមានប្រយោជន៍អញ្ចឹងយើងនឹងមិនដឹងថាឪពុកម្ដាយយើងនៅឯណាទេអញ្ចឹងឲ្យមានតែប្តឹងតាមទេវតា
ដាឲ្យគាត់ទៅជួយប្រាប់ទៅជួយហៅអានឹងបានផលនេះតែកណានុប្រទានគេធ្វើប៉ុណ្ណឹងឯងណាអង្គម្ចាស់បើខ្ញុំកណាឆ្លើយវែងពេកកាត់កវត្តចោលខ្លះទៅហើយបើឆ្លើយមិនទាន់គ្រប់ទេមេតាចាក់ប្រគ្រប់បំពេញឲ្យកំពុងញាត់ឲ្យណែនមកណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុសាធុជ្រាបហើយអនុថែប្អូនឆ្លាតណាស់ប៉ិនដោះស្រាយរាយសេចក្តីឃើញថាមានអត្ថន័យចំពោះមនុស្សសត្វតនិកគ្រប់ទាំងអស់ដែលនៅក្នុងសកលពិភពមនុស្សនេះសុទ្ធតែមានខាងចុងនៃជីវិតពលគឺសេចក្តីស្លាប់ហើយស្លាប់នេះអត់ទៀងទេញាតិញោមពុទ្ធបរិស័ទមិនទៀងនឹងគឺមិនដឹងថាថ្ងៃណាទេរឿងការស្លាប់វាតិទៀងតែនឹងស្លាប់ប៉ុន្តែយើងកំណត់ថ្ងៃមិនបានថាចាំថ្ងៃនេះមួយថ្ងៃនោះមួយក៏មិនបានព្រោះ10ឆ្នាំក៏មានស្លាប់20ឆ្នាំក៏មានស្លាប់30ឆ្នាំក៏មានស្លាប់ព្រោះជីវិតនឹងវាមិនទៀងបានជាយើងត្រូវធ្វើបុណ្យហើយកាលណាបើមានស្លាប់ឲ្យយើងតែងតែធ្វើបុណ្យតេកិណានុបទានដើម្បីឧទ្ទិសកុសលផលបុណ្យនេះជូនដល់អ្នកដែលបានស្លាប់ទៅឥឡូវសួរអនុថែថាអ្វីទៅជាការឧទ្ទិសអនុថែសូមវិសាចនាការឧទ្ទិសកម្មវិធីធ្វើបុណ្យនឹងឯងគឺជាការឧទ្ទិសការដែលមនុស្សអ្នកធ្វើបុណ្យនឹងគេប្រព្រឹត្តគេធ្វើនឹងឲ្យជាការឧទ្ទិសណាអង្គម្ចាស់សូមជ្រាបសាធុកម្មវិធីដែលគេធ្វើឲ្យគេប្រព្រឹត្តនឹងឲ្យគឺឧទ្ទិសដើម្បីធ្វើប្រព្រឹត្តនឹងឧទ្ទិសឲ្យបានដល់ត្រូវប្រកបដោយអង្គប្រមាណយ៉ាងនោះថែសូមវិសាចនាផន្តេថេរៈសំណួរប្រគុណម្ចាស់ក្រែងលោយាយតាប្របាក់ស្ដាប់អ្វីទៅជាការឧទ្ទិសជានាមឧទ្ទិសជាកិរិយាដល់ដាក់ថាការឧទ្ទិសជានាមអ្វីទៅជាការឧទ្ទិសជាពាក្យមួយគឺជាពាក្យខ្មែរមួយមានន័យថាគេធ្វើបុណ្យហើយនឹងឯងគេបញ្ជូនទៅហើយដល់គេបញ្ជូនពិធីរបៀបម៉េចគេដាក់ថាការឧទ្ទិសប៉ុន្តែខ្ញុំកណាចង់ប្រគេនដល់ប្រគុណម្ចាស់ហើយចេះឧទ្ទិសហ្នឹងបើតាមខ្ញុំកណាធ្លាប់ឃើញទៅឧទ្ទិសហ្នឹងគឺគេធ្វើមាត់ជីបអូចណាអង្គម្ចាស់សូមជ្រាបសាធុការឧទ្ទិសហ្នឹងគឺធ្វើមាត់ជីបអូចតើធ្វើមាត់ជីបអូចហ្នឹងមានប្រមាណអនុថែសូមវិសាចនាបើតាមធ្លាប់មើលទៅជីបអូចមាន2យ៉ាងណាអង្គម្ចាស់សូមនិមន្តទទួលសាធុ2យ៉ាងនឹងអ្វីខ្លះអនុថែសូមនិមន្តបកស្រាយជីបអូចមានន័យមួយជីបអូចអត់ន័យមួយសូមទានជ្រាបជីបអូចមានន័យថាម៉េចហើយអត់ន័យថាម៉េចសូមទានឆ្លើយអីគាត់តែដេញសួរតែហ្មងជីបអូចមានន័យចាញាតិញោមជាពុទ្ធបរិស័ទខ្ញុំកណាដល់លឺអញ្ចឹងវាចេះនឹកឃើញទៅទេញោមណាពីព្រោះមើលឃើញពុទ្ធបរិស័ទអាចារ្យថាឧទ្ទិសលបមើលមាត់គាត់ធ្វើមាត់អ៊ីចអូចតាមពិតទៅពាក្យថាជីបអូចមានន័យចង់និយាយថាខ្សឹបហ្នឹងឧទ្ទិសជូនដល់ឪពុកដល់ម្ដាយអើយម៉ែអើយឪអើយបើម៉ែឯងនៅរស់ឃើញកូនធ្វើអំពើល្អអញ្ចឹងមិនដឹងម៉ែឯងសប្បាយចិត្តប៉ុណ្ណាទេបើម៉ែឯងឃើញកូនធ្វើបុណ្យអញ្ចឹងមិនដឹងម៉ែឯងសប្បាយចិត្តប៉ុណ្ណាទេឥឡូវហ្នឹងម៉ែអើយកាលពីម៉ែឯងនៅរស់កូនវាក្រវាតោកយ៉ាវាលំបាកឥឡូវម៉ែឯងស្លាប់ទៅបាត់ហើយបានកូនមានការងារមានមុខមាត់បានទ្រព្យសម្បត្តិធ្វើបុណ្យឥឡូវម៉ែឯងនៅឯណាឪឯងនៅឯណាមកទទួលយកផលបុណ្យទៅណាម៉ែណាឪណាអាហ្នឹងខ្សឹបខ្ទាវអញ្ចឹងជីដូនជីតាម៉ាកងតាទួតាលួតតាលៀ7សណ្ដានខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរបាក់បែកចែកឋានទៅមិនដឹងថានៅឯណានោះឲ្យគាត់មកទទួលហើយគាត់ហៅគ្នាគាត់មកផងទាំងតាទួតតាលួតតាលានឹងទាំងអស់នោះហៅមកអញ្ចឹងគេយើងខ្សឹបខ្ទាវក្នុងចិត្តហ្នឹងគេហៅថាជីបអូចមានន័យហើយអាជីបអូចមួយទៀតហ្នឹងជីបអូចអត់ន័យដូចជាយាយតាខ្លះហ្នឹងគាត់មិនពេញចិត្តជាមួយយាយណាអញ្ចឹងទៅគាត់ខ្សឹបខ្ទាវខ្សឹបជេរគេយាយនឹងខូចទេយាយនឹងមកមិនបានកាយទេអិចអូចតានោះខូចទេបានតែកេងបានតែកឹបបានតែហូបទេអាការងារឯងហត់សង្កត់មិនមកជួយទេបានតែមកហូបអីចឹងទៅជួនកាលអើយលោកទេស្មាមានព្រមចប់សោះដល់យូរពេលនេះងាកមើលម៉ោងងាកមើលនៅលកាឡើងទៅផ្ទះបាត់ឥឡូវហើយដល់អញ្ចឹងទៅជួនកាលជាអាជីពអូចដែរមាត់ហ្នឹងជួនកាលអាចុកជើងសងងាប់ប៉ុណ្ណោះដូចខ្ញុំដឹងមិនទាន់ហ៊ានឡើងឬក៏សំខាន់ផុតនិយាយដើមគេនិយាយនេះខូចចេះតានោះខូចចោអាហ្នឹងធ្វើមាត់អេចអូចដែរប៉ុន្តែអត់ន័យប្រហែលទេញោមណាន័យខាងអាក្រក់មិនបាច់រាប់ទេអញ្ចឹងជីបអូចមាន2យ៉ាងហ្នឹងប្រគុណម្ចាស់សូមនិមន្តជ្រាបជ្រាបហើយអនុថែបកមកសំណួរខាងក្រោយវិញដើម្បីឲ្យឧទ្ទិសកុសលផលបុណ្យនេះជូនដល់អ្នកដែលបានស្លាប់ទៅនឹងត្រូវប្រកបដោយអង្គប្រមាណយ៉ាងដែរអនុថែសូមវិសាចនាចតារោផន្តេ4យ៉ាងណាអង្គម្ចាស់សូមជ្រាបសាធុ4យ៉ាងនឹងអ្វីខ្លះអនុថែសូមឆ្លើយគិតទៅសួររហូតមែនញោមណោះអាត្មាធ្លាប់ឃើញទេសនាជាមួយលោកអង្គដតីខ្លះលោកមានការហៅថាចប់ពីមួយសំណួរទៅលោកមានការជួយខ្លះជួយផ្សេងពីនឹងអីបន្ថែមបន្ថយមួយម៉ាត់ពីរអីទៅធ្វើឲ្យអ្នកឆ្លើយនឹងមានកម្លាំងដែរប៉ុន្តែប្រគុណម្ចាស់នឹងអនុថែសូមឆ្លើយទៅរហូតចឹងអាត្មាមិនសូវហ៊ានប្រកែកប្រមាណទេញោមពីព្រោះចាញ់មៀតចាញ់គីឡូគេផងប៉ុន្តែប្រគុណម្ចាស់មើលឲ្យច្បាស់ទៅភ្លើងទៀនខាងកណាចិត្តអស់ហើយបានន័យថាខ្ញុំកណាត្រូវតែជាប់មុនហើយ
អត់ក្រោយមែនប៉ុន្តែអញ្ចឹងឆេះមុនអញ្ចឹងលឿនឥឡូវប្រគុណម្ចាស់ឧទ្ទិសមាន4យ៉ាងញោមទី1គេហៅថាដើម្បីឧទ្ទិសផលបានញោមជួយចាំទាំងអស់គ្នាប្រកបទៅដោយធម៌4ទី1គេហៅថាឲ្យយើងនឹងទេសុចរិតតាធ្វើកាយវិចារចិត្តឲ្យស្អាតបរិសុទ្ធបានន័យថាឲ្យយើងសមាទានសិលធ្វើចិត្តឲ្យល្អកុំឲ្យធ្វើបុណ្យឧទ្ទិសឲ្យម៉ែបដាឆ្លោះគ្នាបងប្អូនបដាបកែកប៉ណាំងគ្នាត្រង់អាខ្លះមកអាខ្លះមិនមកអាខ្លះចេញលុយតិចអាខ្លះចេញលុយច្រើនអាខ្លះមកជួយធ្វើអាខ្លះមិនមកជួយអាខ្លះមកដែរមកអង្គុយតែប្រាជ្ញគ្នាឲ្យទៅល្អទៅតំធ្វើទាំងខឹងអាហ្នឹងមិនល្អទេអញ្ចឹងធ្វើចិត្តឲ្យវាស្អាតអ្នកណាជួយកុំជួយអីក៏កុំទៅបាច់ប្រចាំកុំទៅបាច់ចំណែនធ្វើឲ្យឪពុកឲ្យម្ដាយអ្នកណាធ្វើនៅក្នុងបានអ្នកណាមកធ្វើក៏អត់ទៅអញ្ចឹងទី1ធ្វើចិត្តឯទី2មាននឹកដល់ឪពុកដល់ម្ដាយធ្វើទៅនឹកដល់ឪពុកដល់ម្ដាយថាឪពុកម្ដាយនឹងគាត់ទៅនៅឯណាគាត់ស្លាប់ទៅឈ្មោះអីដល់តែនឹកឃើញអញ្ចឹងហើយទី3នឹកដល់គាត់គ្រាន់តែនឹកទៅទេគេហៅថាដឹងតគុណដឹងអត់មានដងកាប់អីមិនទាន់កើតតលដឹងមានដងហើយអញ្ចឹងបើដឹងគុណគាត់ហើយត្រូវទៅរកទេយវត្ថុមកហើយចង់ឲ្យគាត់ហូបបាយរកបាយមកចង់ឲ្យគាត់ហូបនំបញ្ចុករកនំបញ្ចុកមកបើចង់ឲ្យគាត់ហូបបាញ់ឆៅរកបាញ់ឆៅមកមិនអញ្ចឹងញោមណាចង់ឲ្យគាត់បានសពុតខោអាវរកសពុតខោអាវមកហ្នឹងអង្គ3ដល់តែអង្គទី4បានមកហើយមិនមែនឧទ្ទិសទៅភ្លាមបានហ្មងទេតលប្រគេនសិនជូនសិនប្រគេនទៅភិក្ខុប្រគុណម្ចាស់ភិក្ខុសង្ឃប្រគេនឲ្យផុតសិនជូនទៅយាយតាជូនឲ្យផុតសិនណែបានធម៌4ហ្នឹងបានឧទ្ទិសទៅបានបើមិនទាន់ឆ្លងកាត់ធម៌4ហ្នឹងទេឧទ្ទិសទៅអត់ទាន់បានទេណាអង្គម្ចាស់ប្រគ្រូត្បូងថ្មបបៃលិនសូមនិមន្តជ្រាបជ្រាបហើយអនុថែប្អូនឃើញថាត្អូនត្អែតាក់តងនឹងមហាថែចេះតែសួរតែមហាថែមានទួនាទីភរិយភ្នាក់ងារផ្នែកបែកខាងសួរឥឡូវសួរទៀតដែរអនុថែប៉ុន្តែអនុថែបកែដោះស្រាយណាស់បានជាមហាថែចេះតែបកែសួរអនុថែប្អូនដោះស្រាយពីមួយសំណួរទៅមួយសំណួរនឹងរឹតតែពីរោះរឹតតែមានន័យតាក់តងទៅនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកស្លាប់ខ្ញុំកណាឆ្ងល់ថាញាតិញោមខ្លះគាត់ស្លាប់យូរឆ្នាំមកហើយធាតុអីមិនដឹងនៅណាទេធាតុនឹងអថេធាតុគឺធាតុឆ្អឹងក៏មិនដឹងនៅណាជួនកាលនឹងគាត់ស្លាប់នៅខេត្តព្រៃវែងយើងធ្វើបុណ្យឧទ្ទិសកុសលនៅខេត្តបាត់ដំបងហ្នឹងតើយើងធ្វើបុណ្យឧទ្ទិសហ្នឹងឧទ្ទិសមិនដល់ទេបើឆ្ងាយម្លឹងអនុថែសូមវិសាចនីសំណួរហ្នឹងលើជាលើកទី2កាលមុនមានគេសួរអញ្ចឹងដែរគេថាពុកម្ដាយគេស្លាប់នៅខេត្តពោធិ៍សាត់សម័យសង្គ្រាមហើយដល់ទៅរកធាតុរកវាមិនឃើញហើយដល់រកមិនឃើញកាបដីដាក់មកកោតយកមករំងទៅធ្វើបន់នៅគៀនស្វាយហើយសួរអាត្មាថាបានដល់គាត់ដែរអត់បើរកឆ្អឹងរកធាតុមិនឃើញផងហើយម្ដាយឪពុកខ្លះមិនដឹងថាស្លាប់នៅឯណាទៀតបាត់ខ្លួនតាំងពីសម័យសង្គ្រាមអីចឹងហើយកូនចៅធ្វើហ្នឹងបានបន់ដល់គាត់ដែរអត់នេះមួយញោមណាមួយទៀតម្ដាយស្លាប់នៅព្រៃវែងមកធ្វើឲ្យបាត់ដំបងម្ដាយស្លាប់ឲ្យបាត់ដំបងធ្វើឲ្យកំពង់ចាមអ្នកស្លាប់នៅឯអាមេរិកមកធ្វើឲ្យស្រុកខ្មែរអញ្ចឹងហើយបានបន់ដល់ដែរអត់ថារឿងបុណ្យរឿងកុសលនេះមិនមែនគិតទៅលើធាតុទេហើយក៏គេមិនមែនគិតទៅលើឆ្អឹងដែរហើយក៏មិនមែនគិតទៅលើចម្ងាយដែរគេគិតទៅតាមធម៌ដែលសម្ដែងខាងដើមមិញហ្នឹងឯងតែកិច្ច2ហេតុ3នឹងត្រឹមត្រូវគឺទទួលបានហើយពីព្រោះយើងមិនមែនធ្វើបុណ្យឧទ្ទិសទៅឲ្យឆ្អឹងនោះទេមិនមែនធ្វើបុណ្យឧទ្ទិសទៅឲ្យធាតុនោះទេគឺឧទ្ទិសទៅដល់អាកំណើតថ្មីរបស់គាត់ស្លាប់ទៅគាត់ចោលឆ្អឹងនៅកន្លែងហ្នឹងប៉ុន្តែនៅសល់2តួបុណ្យនិងតួបាបហ្នឹងទៅកើតជាវិញ្ញាណថ្មីបដិសន្ធិកើតជាកំណើតថ្មីមួយទៀតឯណោះអញ្ចឹងយើងឧទ្ទិសទៅឲ្យកំណើតថ្មីឯណោះទេមិនឧទ្ទិសមកឲ្យឆ្អឹងហ្នឹងទេអញ្ចឹងបានខ្ញុំណារួចត្រង់ឆ្ងាយត្រង់ចិត្តដែលយើងមិនដឹងហ្នឹងហើយបានគេឲ្យធ្វើតែកេណានុបទានឧទ្ទិសទៅហ្នឹងបើយើងមើលមិនឃើញមិនដឹងទេពឹងទេផ្ដាជួយនាំអញ្ចឹងទៅណាអង្គម្ចាស់ហើយអញ្ចឹងទោះជាធាតុនៅឯណាក៏ដោយស្លាប់នៅឯណាក៏ដោយឲ្យតែយើងធ្វើត្រឹមត្រូវគឺត្រូវតែបានហើយសូមនិមន្តជ្រាបជ្រាបហើយកឡោសេឆ្លាតណាស់អនុថែបើបន្ទុបាន10ខ្ញុំកណាប្រគេន10ពេញតែម្ដងអស្ចារ្យណាស់ញាតិញោមពុទ្ធបរិស័ទការធ្វើបុណ្យឧទ្ទិសកុសលមិនមែនឧទ្ទិសឲ្យឆ្អឹងមិនមែនឧទ្ទិសគិតពីចម្ងាយទេគឺឧទ្ទិសឲ្យកំណើតថ្មីរបស់គាត់នឹងបានទទួលនៅសុគតិភពឧទាហរណ៍ដូចជាមានរឿងនៅក្នុងចំនួនពុទ្ធសាសនាកាលដែលព្រះអង្គគង់នៅនោះមានស្ត្រីប្តីប្រពន្ធ2នាក់ហ្នឹងគាត់នឹងគិតតែធ្វើបុណ្យទេញាតិញោមពុទ្ធបរិស័ទប៉ុន្តែរៀបស្លាប់ហ្នឹងក៏មានចិត្តនឹករលឹកចំពោះកូនចំពាក់វគ្គវិនរឿងចៅស្លាប់ទៅកើតកំណើតទៅជាប្រែទៅញោមដល់កើតកំណើតទៅជាប្រែទៅស្រាប់តែកូនចៅនឹងនាំគ្នាទួញយំសោកអឡោះអាល័យស្ដាយសំណោះឪពុកម្ដាយនឹងជាពុនពេកអស់ចិត្តអស់ចង់ដល់ថ្ងៃទី7ហ្នឹងរៀបយកសពហ្នឹងទៅចោលក្នុងព្រៃស្មោសានសម័យនោះគេមិនបានបូជាទេដល់ថ្ងៃទី7បានមកធ្វើបុណ្យឧទ្ទិសកុសលហ្នឹង
មិនមែនទៅឲ្យឆ្អឹងឯណាញាតិញោមគឺទៅដើម្បីឲ្យគាត់មកទទួលអនុមោទនាហើយទៅចាប់កំណើតថ្មីហ្នឹងគ្រាន់តែធ្វើបន់ត្រឹមត្រង់តាមលំអានពុទ្ធសាសនានិមន្តព្រះសង្ឃមកទទួលទានឧទ្ទិសកុសលជូនដល់មេដាបិតាដែលបានស្លាប់ទៅមេដាបិតាដែលស្លាប់ទៅក៏បានទៅចាប់កំណើតកើតថ្មីនៅឋានតាវតੰឋានសួគ៌ជាន់ទី2រហូតដល់សពថ្ងៃហ្នឹងទៅនេះអំណាចនៃការឧទ្ទិសត្រូវញាតិញោមអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់សិតតែមានសាច់ញាតិសន្តានហើយទោះបីជាចាំឈ្មោះក្តីមិនចាំឈ្មោះក្តីចេះតែឧទ្ទិសប៉ុន្តែអាត្មាសូមរំលឹកញោមអ្នកមានគុណរបស់យើងមិនគួរភ្លេចឈ្មោះទេតាទូតតាលួតតាលាអីចេះតែកត់ទាំងអស់បើចាំកត់នៅក្នុងសភៅមួយតែសភៅក្រាំងមាសចុះសភៅសម្រាប់ធ្វើបុណ្យនិយាយពីរឿងទេវតាថែរក្សាឆ្នាំថ្មីឆ្នាំនេះពនាមតមន្តឌាទេវីជាបុត្រីទី4នៃកបិលមហាព្រំហ្នឹងទេវតាហ្នឹងមានបញ្ជីក្រាំងមាសសម្រាប់កត់ញាតិញោមពុទ្ធបរិស័ទណាដែលធ្វើបុណ្យកត់ដាក់ក្នុងបញ្ជីក្រាំងមាសហើយតែញាតិញោមធ្វើបាបមានគេកត់ដែរប៉ុន្តែមិនមែនទេវតាទេយមរាជគេកត់ដាក់ក្នុងបញ្ជីស្បែកឆ្កែអញ្ចឹងអ្នកធ្វើបាបហ្នឹងចូលក្នុងបញ្ជីស្បែកឆ្កែអ្នកធ្វើបុណ្យចូលក្នុងបញ្ជីក្រាំងមាសនិងស្បែកឆ្កែញាតិញោមពេញចិត្តមួយណាយកមួយហ្នឹងប៉ុន្តែសង្ឃឹមថាញាតិញោមពេញចិត្តក្រាំងមាសហើយបានជាអញ្ជើញមកធ្វើបុណ្យអនុថែប្អូនឥឡូវមហាថែបងសួរតែ2 3សំណួរទៀតចប់ហើយព្រោះពេលវេលាជិត1ម៉ោងកន្លះទៅហើយសួរម្ដងនេះប្រហែលជាទាល់បាសជើងសួរបាសជើងម្ដងនេះអនុថែខ្ញុំកណាសួរពីរឿងបុគ្គលដែលគួរបូជាព្រោះយើងកាលណាបើធ្វើបុណ្យធ្វើទានទៅតែងតែបូជាដល់អ្នកដែលបានទទួលនឹងតើបុគ្គលដែលគួរទទួលគួរបូជាក្នុងការឧទ្ទិសនឹងមានប្រមាណយ៉ាងនោះថាអ្វីខ្លះសូមវិសាចនាអីក៏បកកែសួរឲ្យសួរដល់បាសជើងកុំឲ្យតែបច្ច្រានបើគ្រាន់តែមកសួរអត់បាសទេជើងកណាយ៉ាងច្រើនគ្រាន់តែឆ្លើយមិនរួចតែប៉ុណ្ណឹងប៉ុន្តែត្រង់ថាគ្រាន់តែសួរបាសជើងដែរមិនបាសទេគ្រាន់តែឆ្លើយមិនរួចទេញោមណាកុំតែបច្ច្រានអត់បាសទេប្រគុណម្ចាស់មិញដឹងញោមមកដឹងតាំងពីកន្លែងយមរាជហ្នឹងគេមានបជីស្បែកឆ្កែសម្រាប់កត់ត្រាប្រហែលជាលោកធ្លាប់ទៅដើរមើលឯនោះក៏អីញោមហើយក៏លោកអ្នកកត់ផ្ទាល់ហ្នឹងក៏មិនដឹងយ៉ាងបានជាដឹងស្បែកឆ្កែទៀតតែបើដឹងតែត្រឹមកពីត្រឹមសភៅហ្នឹងអីដឹងអាសភៅហ្នឹងធ្វើមកពីស្បែកឆ្កែទៀតមិនដឹងជាបានឆ្កែពីណាយកទៅយកស្បែកធ្វើបជីនោះដឹងប្រហែលជាប្រគុណម្ចាស់ធ្លាប់កត់នៅកន្លែងនោះទេក៏មិនដឹងញាតិញោមជាពុទ្ធបរិស័ទអាត្មាឮសំណួរសួរមិញសួរថាតើបុគ្គលណាទៅគួរបូជាតែមិនដឹងឆ្លើយថាម៉េចហ្នឹងសួរឲ្យបាសជើងបាសមែនហើយញោមគេធ្វើទីប្រឆាគេសួរថាសម្រាប់បូជាគេហៅសពយកទៅបូជាអញ្ចឹងបុគ្គលដែលគួរបូជាគឺបុគ្គលស្លាប់គេយកទៅបូជានៅទីប្រឆាណាអង្គម្ចាស់សូមជ្រាបអត់ទាន់យកទេអនុថែមិនសួរតែបុគ្គលបូជាយកទៅទីប្រឆាទេបុគ្គលដែលយើងគួរបូជាទេវត្ថុគួរប្រគេនទានគួរជូនទាននេះនោះទេអនុថែសូមនិមន្តឆ្លើយម្ដងទៀតសូមវិសាចនាបាទញោមមិនគ្រាន់តែសាកមើលកៃឡូផ្លូវហ្នឹងហើយបើមិនផ្លូវហ្នឹងទេបុគ្គលគួរបូជាមាន3ណាញោមបុគ្គលទី1ដែលមានឋានៈខ្ពស់ជាងយើងឲ្យតែបូជាគុណដូចជាជីដូនជីតាអ្នកមានគុណធម៌មេត្តាបិតាប្រសងសមណៈព្រាហ្មណ៍ឲ្យទៅដើម្បីឧទ្ទិសដល់អ្នកស្លាប់បានបុគ្គលទី2អ្នកមានឋានៈស្មើនឹងយើងឲ្យតែការអនុគ្រោះគ្នាណាញោមមិត្តភក្តិម្នាក់ខ្លាភូមិផងរបងជាមួយឯបុគ្គលពួកទី3បានដល់អ្នកគ្នាខ្សត់ខ្សោយជាងយើងអ្នកខ្វាក់អ្នកខ្វិនអ្នកខ្វងអ្នកថ្លង់អ្នកក៏ពិការពិរាអង្គត់កបត់អីសពយ៉ាងហ្នឹងយើងឲ្យដើម្បីអីញោមមកស្មាលាតោកុំឲ្យយើងនឹងវិវលកំណើតកម្មពីទៅជួបអញ្ចឹងទៀតអញ្ចឹងបានឃើញអ្នកពិការអ្នកពិរាខ្វាក់ខ្វិនខ្វងគ្នាសុំទាន100រៀលហ្នឹងយើងឲ្យទានហ្នឹងយើងប្រាថ្នាអញ្ចឹងផងការពារជីវិតយើងថ្ងៃណាមួយវាមកជួបរឿងអញ្ចឹងហើយសុំស្មាលាកុំឲ្យគេជួបអញ្ចឹងហើយក៏កុំឲ្យយើងមកជួបជីវិតបែបហ្នឹងទៀតដែរបើកើតជាតិណាមួយទៅយើងពិចារណាថាហ្នឹងគេចុះបើអញអញ្ចឹងវិញទៅយ៉ាងណានេះម្ដាយគេចុះបើម្ដាយអញយ៉ាងហ្នឹងទៅយ៉ាងណាអញ្ចឹងបានយើងជ្រះថ្លាឲ្យទានទៅបុគ្គលគួរបូជាមាន3តែប៉ុណ្្នឹងទេហើយក៏ប្រហែលជានៅមួយទៀតគឺប្រគុណម្ចាស់មហាថែហ្នឹងក៏គួរបូជាដែរទេក៏មិនដឹងយ៉ាងខ្ញុំកណាមហ៊ានថាទេសូមនិមន្តខ្លួនព្រះអង្គសូមជ្រាបសាធុមហាថែបងចេះតែជ្រាបហើយអនុថែព្រោះអនុថែឲ្យសូមជ្រាបរហូតអញ្ចឹងចេះតែជ្រាបហើយឥឡូវណាហើយដោយសារពេលវេលាមានកំណត់មហាថែនិងអនុថែចោតឆ្លើយមកប៉ុណ្ណេះក៏សូមថាមិនទាន់បញ្ចប់ទេញាតិញោមនៅសល់មួយសំណួរទៀតទេមួយសំណួរហ្នឹងបញ្ចប់ហើយមួយសំណួរហ្នឹងប្រហែលជាទាល់ហើយបើសិនទាល់ទេអនុថែទៅភ្នំពេញវិញអត់ឲ្យជិះឡានឲ្យជិះកង់ទាល់ដល់ភ្នំពេញអនុថែសំណួរចុងក្រោយហើយសំណួរចុងក្រោយនេះតាមខ្ញុំកណាដឹងម្ចាស់ដើមទានប្រធានដើមបន់ក៏គាត់បានកសាងវិហាររកសេនាសនៈចាប់ចូលជាសេនាសនៈទានតើសេនាសនៈទានហ្នឹងមានផល្លានិសង្ឃយ៉ាងណាខ្លះហើយបន្ទាប់ពីអនុថែប្អូនបានបញ្ជាក់នៅសេនាសនៈទានហើយសូមនិមន្តបញ្ចប់ធម៌តែម្ដងដើម្បីកុំឲ្យខាតពេលវេលាសូមអរតនានិមន្តតស្សវចនងអហង្សត្វាមហាធេរេនៈ
បានលឺហើយនៅព្រះសូរសៀងស្នៀងព្រះវាចាថ្លាថ្លែងសម្ដែងតាំងពីខាងដើមរហូតដល់ចុងបញ្ចប់ឃើញទៅសួរខ្ញុំកណាច្រើនណាស់ឥឡូវនេះបបិទ្ធប្រគុណម្ចាស់ដ៏មានធ្គាមខ្លាចការខ្លីជាគង់ដូចសេកភ្នែកមន់ព្រីដំណើរតម្រៃសម្ដីល្អហើយចេះសាកសួរធေါ်កិនយ៉ាងល្អិតហ៊ានទៅនៅសួរតែ2 3សំណួរទៀតមុខទៅអស់អ្នកយ៉ាងកាញ់ហើយប្រគុណម្ចាស់ហើយចឹងចេះដឹងតន់ញោមណាសូរិយាបអទេសទៅចិត្តអស់ស្ដងគុតរលត់ប្រសូរសែងពីផែនផោះសធាទៅហើយនៅតែយើងទាំងពីរអង្គនឹងបាច់ប្រឆេះចុះប្រឆេះឡើងមិនប្រឈប់នឹងយាយតាទៅបាត់អត់អ្នកយ៉ាងកាញ់តែមកចឹងបានជាខ្ញុំកណានឹងចេះតែលបមើលខ្លាចយាយឡើងបើឡើងនេះសញ្ញោប្រាប់ផងអាងឡើងតាមប៉ុន្តែចេះមានលក្ខខណ្ឌមួយមិញហ្នឹងដូចជាប្របាក់ដែរលោកថាបើអាត្មាឆ្លើយសំណួរហ្នឹងមិនរួចទេត្រឡប់ទៅវិញមិនឲ្យជីឡាននេះឲ្យជីកង់ពីហ្នឹងរហូតភ្នំពេញញោមអាត្មាតាំងពីកើតមកប៉ុណ្ណឹងមិនដែលជីកង់ទេញោមហើយនៅស្រុកកំណើតឯខាងអាត្មាក៏គេមិនដែលជីកង់ដែរគេជីតកែទេគេទុកកង់ឲ្យវិលបើមិនជីកែពេជីលើរៀនលើចង្អើវាហើយបើជីកង់វាវិលមិនកើតហើយចឹងជីកង់អត់ជីទេទុកកង់ឲ្យវិលប្រគុណម្ចាស់ជីមិនជីចោះខ្ញុំកណាមជីកង់ទេសុំជីកែបហើយពុទ្ធបរិស័ទជាកិច្ចចង់បញ្ចប់ប្រគុណម្ចាស់សួរអំពីអានិសង្សសេនាសនៈទៅបាត់លឺថាញោមញាតនៅខាងឯត្រើយខាងនាយសមុទ្រនោះគាត់តែងតែផ្ដល់ឧបត្ថម្ភដើម្បីជាថវិកាយកមកកសាងក្នុងវត្តនេះដូចជាកសាងជួសជុលព្រះវិហារសមិទ្ធិផ្សេងទៀតយ៉ាងច្រើនជួនកាលផ្ញើថវិកាមកធ្វើជាបុណ្យកុសលសូម្បីគាត់មិនបានមកផ្ទាល់ក៏ដោយក៏ប៉ុន្តែជាកម្រៃថវិការបស់គាត់ដែលបានមកយើងក៏នាំគ្នាធ្វើជូនដើម្បីទំនុកបំរុងអញ្ចឹងបុណ្យកុសលត្រូវតែបានដើម្បីជាកិច្ចចូលរួមសម្ដែងពីអានិសង្សនេះអាត្មាសូមសម្ដែងសរុបសង្ខេបទាំងអស់តែហ្មងទៅដើម្បីជាការលើកកម្លាំងចិត្តមួយដែរញោមណាឲ្យដឹងថាតើញោមធ្វើបុណ្យនឹងជាសង្ឃទានផងជាទានផងជាសេនាសនៈទានផងជាតេខេណានុបទានផងនឹងវាមានផលយ៉ាងម៉េចអាត្មានឹងអតីតនិទានរឿងខ្លះជូនបន្តិចបន្តួចទៅទៀតញោមនិយាយពីរឿងអ្នកធ្វើទានជុំគ្នាអញ្ចឹងស្រាប់តែនឹកឃើញចង់ចាក់បាញ់ឆាវចង់ធ្វើទានជុំគ្នាហ្នឹងអាត្មាមើលក្នុងប្រជុំនិទានជាដកនិយាយពីមោគលានទៅជួបទេវតាមួយក្រុមមានគ្នា25នាក់នៅឋានសួគ៌មោគលានសួរតែហ្មងថាណែអ្នកទាំងអស់គ្នាធ្វើអំពើអីក៏បានមកកើតជាទេវតាទាំង25នាក់យ៉ាងនេះស្រាប់តែទេវតាទាំង25នាក់ហ្នឹងរាយរាប់ប្រាប់មួយម្ដងថាខ្ញុំព្រះអង្គទាំងអស់គ្នានឹងធ្វើបុណ្យនឹងធ្វើទៅតាមលទ្ធភាពទេវតាមួយថាខ្ញុំបាននំមួយទេវតាមួយថាខ្ញុំនោះបានលក់មួយក្តាប់ទេវតាមួយថាខ្ញុំបានបន្លែមួយក្តាប់ទេវតាមួយថាខ្ញុំបានផ្លែម៉ាក់ប្រាងមួយទេវតាមួយថាខ្ញុំបានផ្លិតស្លឹកត្នោតមួយទេវតាមួយថាខ្ញុំនោះបានផ្លែនេះបន្តិចបានបន្លែនោះបន្តិចទាំងអស់ទាំង25នាក់ហ្នឹងញោមអញ្ចឹង25នាក់ហ្នឹងធ្វើបុណ្យរួមគ្នាទាំងអស់យាយណាមានចេកទៅយាយណាមានអំពៅទៅយាយណាមានតកួនទៅយាយណាមានតសក់ទៅយាយណាមានពហុទៅយាយណាមានអំបិលទៅយកមកជុំគ្នាធ្វើបុណ្យប្រគេនលោកឆាន់ហើយក៏ស្រាប់តែខ្លួនឯងស្លាប់ទៅកើតឋានសួគ៌ទាំង25នាក់ដែលមកកលៀនបានឃើញហ្នឹងបានគេថាសារតផលនៃការធ្វើទានរួមគ្នាវាបានផលអញ្ចឹងបានយើងនិយមថ្ងៃណាមួយទៅបបប្រគេនលោកឲ្យជុំគ្នាថ្ងៃណាមួយចាក់បាញ់ឆាវប្រគេនលោកឲ្យជុំគ្នាថ្ងៃណាមួយធ្វើបាញ់ហយប្រគេនលោកឲ្យជុំគ្នាប៉ុន្តែសុំផ្ដាំផងបើធ្វើថ្ងៃក្រោយរតនានិមន្តមហាថែនេះមកផងខ្ញុំណាកុំឲ្យលោកស្ដាយហើយចឹងទៅដល់ឲ្យយើងធ្វើជុំគ្នាចឹងទៅវាបានផលយ៉ាងហ្នឹងបានជាគេមកស្ដាប់ធម៌ចឹងពីជំនាន់ព្រះគេជ្រះថ្លាគេចង់បំបីគ្នាធ្វើតាមផ្ទះក៏មានដែរអ្នកខ្លះគេមកធ្វើជុំគ្នាអ្នកខ្លះគេចង់ធ្វើតាមផ្ទះចែកលោកឲ្យតល្អពីជំនាន់ព្រះញោមជួនកាលស្ដាប់ធម៌ចុះគេចែកលោកយកអស់ទៅយកទៅផ្ទះយកទៅស្ដាប់ទៅធ្វើចង្ហាន់មួយអង្គបានជានៅខាងភូមិភាគខាងកើតមានខាងព្រៃវែងកំពង់ចាមមួយចំនួនធំហ្នឹងគេធ្វើបន់កាន់អង្គហ្នឹងតែគេធ្វើបន់អាត្មាធ្លាប់ទៅចូលរួមបើថាគេមុនលោក200អង្គគេធ្វើរោង200ញោមហើយគេចែកលោកហ្មងគ្រួសារនេះយកមួយអង្គនោះគ្រួសារនោះយកមួយអង្គនេះអញ្ចឹងមួយរោងឲ្យព្រាតពេញវត្តទាំងអស់ហើយគេរកអីមកប្រគេនលោករៀងខ្លួនណាគ្រួសារយាយនេះប្រគេនលោកអង្គនេះទៅមានស្អីមកប្រគេនភេទជ្ជៈអីចង្ហាន់អីរៀងខ្លួនប៉ុន្តែពីជំនាន់ព្រះហ្នឹងគេនាំអាចធ្វើមុនគេស្ដាប់ធម៌អញ្ចឹងជ្រះថ្លាគេចែកលោកគ្នាហ្មងចែកលោកគ្នាយកមួយអង្គមួយសេដ្ឋីខ្លះយកដល់2-300អង្គស្រាប់តែមហាក្រមួយនោះគាត់ដើរមកដល់ទៅអ្នកគាត់បញ្ជីគេថាណែណាឯងហ្នឹងក្រជាងគេមកភូមិណាឯងដឹងទេប្រហែលពីជាតិមុនមកមិនដែលបានធ្វើបន់ធ្វើទៀនទេបានជាតិនឹងក្រជាងគេណាឯងគួរតែយកលោកធ្វើបន់គេមួយអង្គទៅកុំឲ្យជាតិក្រោយវាក្រអញ្ចឹងទៀតហើយនេះភ្ញាក់ខ្លួនព្រឹតមែនជាតិនឹងខ្ញុំគេទាំងពីរអ្នកប្តីប្រពន្ធមកតែមិនបានធ្វើបន់ពីមុនមកហើយចាំបើប្រហែលជាតិនឹងទៀតអត់បានធ្វើទៀតជាតិក្រោយមិនក្រលើសនឹងទៅទៀតអូអត់កើតទេត្រូវតែធ្វើចោះឈ្មោះខ្ញុំយកលោកមួយអង្គដែរចោះផ្លែទៅដល់ផ្ទះប្រាប់ប្រពន្ធឯងអើយអញឲ្យគេចោះឈ្មោះហើយនេះយកលោកមួយអង្គធ្វើបន់ប្រពន្ធថាឯងអើយត្រូវណាស់ខ្ញុំគិតអញ្ចឹងដែរយើងរាល់ថ្ងៃទាំងពីរអ្នកប្តីប្រពន្ធនឹងក្រដាច់គេមកភូមិនឹងដឹងហើយថាមកពីជាតិមុនមកយើងមិនដែលបានធ្វើបន់ទៀនហើយបើយើងក្រប៉ុណ្ណឹងហើយមិនបានធ្វើបន់តទៅទៀតជាតិក្រោយវាអត់មានផ្លូវទេមានតែក្រលើសនឹងទៀតហើយចឹងមានតែខ្ញុំគេមកយកចឹងទៀតក៏អី
bà chẳng to nhưng mà trade o đấy bàn phơi bón á bàn là dương bàn lôi vậy nào thưa bàn coi nào thưa nè bởi chẳng to từ si chuột cái tới từng pin nè ở đây bập bẩn sẽ thay từ tôi thôi chẳng hạn luôn mà đôi pin ống cái tới ca mà có ở đây bọc có pu o rây tức bập bẩn này nè có nhô mai có stay box thưa ca ngày nè thưa đây cầm lăng pin chất bia sờ bài nè đó là sờ bài pê chẳng tới xé tay hot clad hot sẽ thấy cái ở đây bập bẩn mượn ai nhá anh mượn nè pin nè đang thưa ca ngày đang ấy cô prăng mà lấy đó là nghĩa hai mà xuaทำให้ cho này anh com mà lấy thành lục coi bàn chỉ nhom com nâng nhom từ tuôn lục chan mà ong kiaได้nhom nâng về trai óทำมาชิดnâng bàn thưa bòn mà đòn nâng á sẽ thấy lư chẳng còn chia thla cònเอาทลายปีจำนายอันนี้ทลายชนัวนะอันนี้ทลายnhom chia thlaไอ้ข้างปะปนเลยเนาะtừ xuaปะปนโดยเคลียร์นั่งได้เก็บแปมจังเท่ากับเอาปีจำนายได้อันนี้ทลายชนัวอันนี้ทลายnhom chia thlaเอาเมนละบอไอ้สำหรับดำสลอมาดอลเฟียยุบนึ่งปีเนี่ยไปได้ปะปนวิทนอมาแต่มองโยมบ้านก็บ้านปลายสลอยก็บ้านในประดับสลอคลานั่งบ้านสเปย์ไอ้จังมั้งยุบนึ่งเด็กสังมันลู่ตั้งเอาแต่พลื้ออ่างบ้านพลื้อเตียนมาดองสลับแต่ไปพลื้อลามแต่ดับไปได้ไอ้ประก้อยจะรบไปปลายมั้งไปได้เจนแต่ดาวไปปลายโดยยืงจังเตยทางกราวภูมิยังหมดแต่เลหมดตั้งยังแต่ดาวไปตัววิสบายเจ็ดบานพลื้อบอลมาดองเชียงไงตั้งปรึกนึงแต่มองไปปดาวเชียงปดาวไปปลึกไปตะกูดไปเชียงประกองตะกิดชนะไอ้จังงั้นโยมนะไปเชียงเสียปะเนี่ยในศาสตร์กิจงอcái thay gì cho con nó ngay năng côสบายจะไอ้côพลายมาแล้วก็สู้ทันได้นายถ้วยนั่งcôสบายมาแล้วหาขยมถ้วยจึงหันโลกอ่ะดับแบบปลายเนี่ยอย่าแต่ไปกินโลกชันอะไรเลยขยมสบายใจอ่อนนั่งอ่ะเนี่ยในศาสตร์ทางงอบ่อยได้โลกไอ้น้ำมาชันสลอนายสดปลายสดจังดิมาได้เอามาดาวเตยขยมเต้ก็ดาวได้กี่อันนี้ตำราทลายปะเนี่ยอันนี้ตำราทลายปะเนี่ยจอบสับกรุบเต้กีตาร์จอบไปนายที่โยเตยนะขยมครอบตัวอ้อยนายบุญหนึ่งพนกสัจโยมอยมาโยเตยหนึ่งตื้มบานนะมองเตยก็บานปลายก็บานยี่พี่โอ้ยนึกกับบานถึงบอลมาดองดาวตื่นตั้งสบายเจ็ดโยมอาจสิกระไดเตยนั่งเบียคลังตลอดฝันในกอดศพกระไดเชลตลอดฝันจอมาช่วยได้โอ้เธอแต่จอจะช่วยก่อนนึงฝันจอมาดอลเพกลาทัวร์ฉินเนี่ยกระจายโมโยมอยยี่ปีจ้าล่างกระตระดาวมาตีแต่เข้าเอามาตีจะเตรียมมาสเปียทวายกุ้มโลกเมตานัดดอลขยมพองขยมนังกรอนนะขยมนังมาซ่อมโลกเอาในตีปังขยมซ่อมซีชินวลพองไอ้นี่ทหารมาสลับนั่งเมียนนากรอจริงขยมเต้เมียนขยมไม่กรอจริงเก๋เพราะยังมันมาปังขยมยังบานอะไรเอาเถอะโลกอันนั้นแต่เมตาช่วยขยมพองขยมกรอนะกรอขยมนั่งไปกรอได้เถอะไหมเอาขยมซ่อมซีชินวลพองเมียนใส่ซีเบิกขยมหนึ่งซีชินวลลงเกได้นั่งไอ้เจ้าพระตาอันนั้นแต่เมตาช่วยขยมพองโลกไปช่วยแจจังช่วยปักขยมนั่งเวียนมันแจ้เวียนมันดังวิขมิ้นตรอบสมบัติหัวใจเธอไอ้คลานั่งขยมแจ้แต่ดำแห่งสลอแจ้ก็จำลายมาแล้วไอ้ดำมาเปรี้ยวประมาณไอ้นาซูเป็นทนายดำเธอไอ้ขยมดำสลอไปกินโลกชั้นน่ะbữa đam thlo cái lục chán nhom đam chui bạch do lối nhom xóm chạy bom khlaไอ้เด้งงี้สู้ปนมันไอ้เอากี่สโลก็ไอ้ปนได้เอากี่สโลแต่โยมเนี่ยครอจังเนี่ยครอโยมนะเนี่ยครอแต่เมียนตกเมียนถั่วเรียกกี่แจ๊ช่วยขี้จังจังบานเคยโยมยึดมาจำนวนได้กอดทลอบชลอกัดชีวิตกรอกซอดเปได้กอดบานแต่ดอลตีทานมุ้ยได้กอดเมียนชีพเพียบทุกทีหอยกอดอารมณ์แม่นึกเคยเนี่ยนึกเคยปีกากำซอดในเรือเมียนตะภูมิกอดไตได้บ่ได้จะใจจำนายพญาเลยพญากะมาช่วยอุปธรรมเนี่ยได้ทลอบแห่ชลองบอดปีซอดtrongชีวิตกำซอดเติมในดังบานดังทาวิปบะปนาจังเนี่ยทลอบกรอแม่ช่วยขี้เนี่ยกรอด้วยขี้จังเสียแต่ก่อนนั่งเอากี่สโลแต่อันคลายโยมสโลแต่ดักซอแต่บิเจนตับเครื่องสำล้อบองแต่เครื่องตับเสียบางงี้มาหักเนี่ยตัวมุนโลกมั้งไอ้นั่งรถวังเตออนะแต่đó là cáiเนี่ยการไปชี้กี่ใจโลก็แต่đó làหักเนี่ยมั้งขยมมาย้อนโลกไอ้เดินโลกบานขยมมั้งขยมมาย้อนเนี่ยไอ้น้องตำราเนี่ยตำราใหญ่เอาขี้เนี่ยสมาภัยโตพองผลิตเอาช่างเอากี่ลิงได้กี่โยลิงได้เอาขี้เนี่ยผลิตไอ้ขี้เนี่ยผลิตนายคงคันขี้นะโยมไม้ต้นจีกงดูพี่nhàเนี่ยได้ยมนะมั้งไอ้หน่อยไอ้มาสั่งมันยังยี่ขี้เอาแต่ลังใช่ป่ะรอนะถ้าเอาขี้มาอ้องบานจะขี้คอมเถื่อกาตั้งประเดี๋ยวตั้งประปนคอมอย่างนั้นอะไรขี้คอมปนังไอ้เสียแต่เอาขี้วินี่ที่ขี้มันได้บานเถื่อบอลในบานมาร้องไหนเอาขี้วินี่ยมมันนี่ได้บอลนั่งสมโตแล้วก็มาขี้เมียนบาปกรรมไอ้ขี้มันเมียนเจตนาจงเถื่อบาปนายเต้นะเอาขี้สมโตอะไรขี้มันเมียนวิธีมวยเมียนมาชิวบายมวยนายลางมั้งสับปะทับปองไงนั่งเอาตอนตัวปีนาซ้อนนั่งเดี๋ยวทันยันไอ้เมียนเวียดนามมกบาลนะไอ้น้องลือแต่จังเงือบชอล้างปอกน้องหอยดิสักทะลุรถตำรองเปรี้ยแต่มองยมไอ้วอดเจตปนน้องหนิมเมินกับฮับไปได้มันไตรเนยเกาะมกอดปองอัดผมปากเวียซะไอ้นั่งรถเต้าเจ๊ไอ้เต้าแต่มองกิท่านนั้นข่าวมาเตยนะเอ๊ะแสงขยม
ចូលរុកទៅដល់មាត់ទ្វារព្រះមាត់ទ្វារគាត់ខ្សឹបដាក់ទ្វារហ្មងព្រះអង្គហើយព្រះអង្គមកភូមិមកស្រុកនេះគ្មានអាណាក្រជាងខ្ញុំទៀតទេមានតែខ្ញុំឯក្រជាងគេព្រះអង្គឲ្យអនុគ្រោះខ្ញុំព្រះអង្គម្ដងមកគាត់តែនិយាយចប់ភ្លាមព្រះអង្គបើកទ្វារហុចបាតមកឲ្យប្រេះហើយនឹងទទួលតែបាតឡើងនិយាយពីអូយខ្ញុំព្រឺខ្លួនព្រឺរោមព្រឺស្បែកស្រាប់ពពួកនិមឺនគេសុំទិញណែសម្លាញ់ឲ្យមកគ្នាមកគ្នាឲ្យ100ហេអត់ទេមួយថាឲ្យមកគ្នាមកគ្នាឲ្យ1000អត់ទេឲ្យមកគ្នាឲ្យ10000ឲ្យបាតមកគ្នាមកគ្នាឲ្យ10000អត់ទេលោកខ្ញុំយកលុយ10000 100 1000របស់លោកយកមកចាយអស់តែប្រហែលថ្ងៃនឹងខ្ញុំក្រខ្ញុំគេប្រហែលជាតិទៀតជាតិនឹងដែលវានឹកឃើញថាបានធ្វើបន់ម្ដងធ្វើឲ្យកើតទោះជាមិនក៏ខ្ញុំត្រូវធ្វើឲ្យកើតដែរលោកស្ដេចថាមិនបាច់ទៅអំបរវាទេផ្ទះវាគ្មានអីអស្ចារ្យទេផ្ទះមើលមិនយល់អញ្ចឹងយ៉ាងច្រើនមានអីតិចតួចដូចថាស្រុកខ្មែរយើងគេហៅថាពហុអំបិលអញ្ចឹងណាយ៉ាងច្រើនពហុអំបិលអញ្ចឹងតែព្រះអង្គឆានរួចទៅចាំទៅយកព្រះអង្គមកឆានក្នុងវាំងទៀតមកមិនអីទេតោះទៅតាមចាំយកព្រះអង្គឯនេះនាំព្រះទៅដល់ផ្ទះនោះទៀតបើណាចូលទៅតែមិនបានគោរពទេញោមប្រកាសជាពកចង្ចើមហើយតែមិនអោនពកចង្ចើមឲ្យផ្ទះគាត់ព្រះអង្គយាងទៅអាផ្ទះនឹងដកជើងកសស្រើតឡើងលើដីវាផុតស្រិបទៅក្រោមទៅព្រះអង្គយាងចូលមានទៅឲ្យមិនតិចឯនោះព្រះអង្គខ្លាយក្រែលកទេលអាសនៈរួចស្រេចព្រះអង្គឡើងគង់ញោមមកស្ដេចនឹងនិមឺននឹងអង្គុយក្បែរនោះចាំនិមន្តព្រះអង្គតទៀតនោះស្រាប់តែពួកនេះព្រះអង្គខ្លាយជាចុងភៅនឹងគេបើកក្របឆ្នាំងឡើងញោមអាក្លិនប៊ីចេងទឹកដែលគេបោកនឹងញោមមកនឹងស្អីទៅទេអាត្មាមិនស្គាល់ដែរគ្រឿងព្រះអង្គបោកទឹកគ្រឿងទឹកស្រាប់តែបើកតែក្របឆ្នាំងមកវាចេញអាក្លិននឹងភាយឡើងមកវាក៏អូពោឈ្ងុយទៅប៉ះដល់ពពួកស្ដេចពួកនិមឺនមន្ត្រីអស់ហ្នឹងញោមទឹកមាត់ធ្លាក់ខ្ពាកមកហ្មងនឹកថាឯងមកអង្គុយចាំសឡគេក៏លោសឡគេវាមិនកើតអង្គយកព្រះអង្គទៅវាំងទ្រាំសឡគេអត់កើតព្រោះគេបានស្អីមកសឡលោកក៏ឈ្ងុយម្លេះឯងវាស្ដេចផងមិនដែលឈ្ងុយប៉ុណ្ណឹងគេសឡស្អីចេះក៏ឈ្ងុយទ្រាំបានហូរទឹកមាត់ខ្ពាកមើលទៅទ្រាំលែងបានទៅវាំងមុនហ្នឹងមិនកើតទេបើនៅនឹងហូរទឹកមាត់អស់ពីខ្លួនទៅវាំងបាត់ទៅបានរៀបចង្ហាន់ថ្វាយព្រះអង្គរួចស្រេចឆាន់រួចស្រេចចឹងទៅក៏បានជូនដំណើរព្រះអង្គទៅវិញបានព្រះអង្គនឹងឲ្យរិទ្ធមាសពេជ្រកែវកងដែលព្រះអង្គខំថែរក្សាទុកជូនបរោះនឹងឥឡូវទម្លាក់មកឲ្យប្រើឬដបូលផ្ទះហាក់ដូចជាមេឃភ្លៀងអញ្ចឹងបរោះនឹងភ័យពេករត់ចេញមកក្រៅមនុស្សស្មោះត្រង់អត់ហ៊ានយកទៀតរត់ទៅប្តឹងស្ដេចព្រះអង្គឲ្យព្រះអង្គផ្ទះខ្ញុំព្រះអង្គមានមាសជ្រុះមកស្ដេចថាអាណាជ្រុះហួសផ្ទះកោបយកមកវាំងមកអាណានៅលើផ្ទះណៃយកទៅកោបយកមកដល់វាំងទៀតបានស្ដេចហៅមកតែងតាំងអ្នកឲ្យអ្នកណែឯងឈប់ធ្វើអ្នកក្រជាងគេមកខ្ញុំតែងតាំងតំណែងចាប់ពីថ្ងៃហ្នឹងទៅណែឯងធ្វើស្ដេចណែឯងធ្វើសេដ្ឋីទទួលតំណែងជាសេដ្ឋីគ្រប់គ្រងទ្រព្យសម្បត្តិហ្នឹងទៅហើយលែងទៅនៅអាកូនខ្ទមនោះកន្លែងដីវិមានចាស់គេឲ្យអាដីសេដ្ឋីគេចាស់ពីដើមញោមដីធំឲ្យដីនឹងទៅធ្វើវិមានជួលជាងមកកាប់ដីនឹងធ្វើផ្ទះធ្វើវិមានញោមកាប់ចំពីង2 3ទៀតបើកពីងមើលសត្វតាមាសទៀតឯហ្នឹងទៀងត្រង់រត់មកប្រាប់ស្ដេចទៀតព្រះអង្គឲ្យកាប់ឃើញពីងសត្វតាមាសស្ដេចថារបស់ណែឯងយកចុះគាត់នឹងញោមធ្វើបន់ម្ដងហ្នឹងលបើកក្រហ្មងក្នុងបច្ចុប្បន្នបានជាសេដ្ឋីហើយគេឲ្យទៅធ្វើផ្ទះកាប់ចំមកដីបានមាសបានអីមកទៀតហើយសេដ្ឋីមិត្តភក្តិចិត្តឆ្ងាយគេរាប់អានច្រើនឡើងគាត់បានសុខចម្រើនតាំងពីបច្ចុប្បន្នទៅតែហ្មងរហូតស្លាប់ទៅបានឋានសួគ៌ទៀតញោមឃើញដែរនឹងការធ្វើបន់តិចក្រោយទួយក្តីឲ្យតែចិត្តជ្រះថ្លាអាចបានអញ្ចឹងប៉ុន្តែនិយាយខ្លះគាត់ឆ្ងល់ហើយចុះខ្ញុំកណាធ្វើរាល់ថ្ងៃមិនក៏មិនឃើញកាប់បានមាសភ្លាមដូចគេអញ្ចឹងឬក៏មិនឃើញបានបន់ភ្លាមអញ្ចឹងអត់ទេញោមធ្វើបន់ទៅតែបន់ជួយប៉ុន្តែយើងវាមិនទាន់បានបន់ភ្លាមហ្នឹងវាជាពាក់បាបគេពីមុនមកច្រើនញោមណាយើងហ្នឹងតែធ្វើបន់វាមិនមែនចាំមកជាតិក្រោយបានឲ្យទេឲ្យផលតែជាតិហ្នឹងប៉ុន្តែមកពីអាបាបដែលយើងធ្វើពីមុនមកវាច្រើនវាដោះវាមិនទាន់រួចព្រោះតែកាលណាបាបហ្នឹងវាស្ដាងទៅបន់វាឲ្យផលហើយហើយអញ្ចឹងទៅហ្នឹងបានញញោមខំសំបន់ហ្នឹងហើយម្យ៉ាងទៀតផ្ញើលុយផ្ញើកាក់មកជួសជុលពហិហ្នឹងញោមមកម្ដាយឪពុកយើងស្លាប់ទៅបានទទួលផលនេះផងជានិមិត្តរូបដាំពូជផ្ទះសម្បែងយើងទុកប្រើប្រាស់ផងរឿងពហិហ្នឹងបានជាវាមានរឿងពីជំនាន់ដើមជាងធ្វើពហិមកក្រុមនោះឃើញពហិវត្តខ្លួនឯងវាលបើកដបូលដល់តែលបើកដបូលមេជាងហ្នឹងគាត់ឆ្លាតប្រមូលគ្នាថាណែយើងមិនដែលបានធ្វើបន់ធ្វើទានអីគេមកយើងជួសជុលដបូលពហិវត្តយើងហ៎ក៏ជួសជុលនាំគ្នាទៅកាប់ឈើព្រៃមកជួសជុលពហិជួសជុលដបូលអីស្អាតចឹងទៅធ្វើតឡាស្អាតវិច័យដនថ្ងៃមួយទៀតនៅវត្តហ្នឹងលោកក្នុងវត្តហ្នឹងមិនមែនឆាន់បាញ់ឆៅទេខ្ញុំមិនដឹងឆាន់អីទេស្រាប់តែរៀកពេញមកវត្តរៀកអីស្រាប់តែដល់ឃើញលោករៀកពេកគាត់សោចតាហ្នឹងគាត់ថាគាត់អត់ដែលមានលុយធ្វើបន់ទេប៉ុន្តែគាត់ចេះហៅឆ្នាំរៀកហ្នឹងបើអញ្ចឹងបានបន់ណាអញធ្វើឆ្នាំប្រគេនលោកសិនស្រាប់តែធ្វើឆ្នាំប្រគេនលោកឆាន់មកវត្តហ្នឹងទៀតទៅលោកក៏បាត់រៀកអស់មកវត្តហ្នឹងទៅញោមមកទាំងក្រុមជាងពហិទាំងក្រុមមេជាងហ្នឹងគាត់រកស៊ីចេះតែមានបានកាក់កបមានឡើងរហូតស្លាប់ទៅកើតឋានសួគ៌អស់មកចន្លោះប្រពុតដល់តែសាសនាប្រពុតយើងហ្នឹងមកកើតជាពាកលថែតាំងពីកើតមកញោមមកមិនដែលស្គាល់ឈ្មោះស្គាល់អាពាតសេដ្ឋីទ្រព្យសម្បត្តិពីតកូលដែលត្រូវទទួលកើតមកតកូលខាងនេះអាតកូលខាងនោះគេអត់កូននោះគេក៏ជួយទំនុកបំរុងកូននឹងយកសំជាកូនទៀតអញ្ចឹងសេដ្ឋីពីតកូលស្រឡាញ់កូននឹងតែមួយទំនុកបំរុង4ខែមកនៅខាងនេះ4ខែទៅនៅខាងនោះកូននឹងឯងបានសុខបានចម្រើនរហូតចាយពីមិនអស់ទ្រព្យសម្បត្តិរហូតដល់នឹកសង្វេគអញទ្រព្យសម្បត្តិជួយបានបច្ចុប្បន្ននេះតែបន្តិចទៀតស្លាប់ទៅយកទៅបាននេះហើយបើអញ្ចឹងនឹកឃើញនឿយណាយធ្លាប់បានរាប់ជាតិមកហើយសមម៉ែទៅបួសដល់ទៅបួសទៅញោមតាំងពីបួសហើយ60ឆ្នាំអត់ដែលស្គាល់គេឈឺក្បាលអាម៉េចអត់ដែលស្គាល់គេវិលមុខអាម៉េចអត់ដែលស្គាល់គេឈឺពោះអាម៉េចនឹងអានិសង្ឃអីថាអានិសង្ឃមកពីគាត់បានធ្វើភេទជ្ជៈប្រគេនប្រសងផងហើយគាត់បានកើតក្នុងតកូលខ្ពង់ខ្ពស់ជាសេដ្ឋីមាន
ទ្រព្យសម្បត្តិច្រើនដោយសារគាត់នឹងបានជួសជុលកសាងពហិអញ្ចឹងអានិសង្សច្រើនណាញោមបើនៅតែសំដែងតទៀតក៏មិនកើតដែរពីព្រោះថាភ្លើងទៀនខាងកណាចិត្តតែលុតហើយបាទអញ្ចឹងខ្ញុំកណាគិតថាជូនពរជូនជ័យប៉ុណ្ណេះហ่ะញោមណាហើយមិនត្រឹមតែភ្លើងទៀនទេបតិណកក៏រលត់បាត់ដែរតែយាយតាឡើងចោលអាត្មាអត់អ្នកយ៉ាងកាញ់អាត្មាមិនហ៊ានដែរបាទអញ្ចឹងហើយញោមមកទោះជាលើសលួសខុសឆ្គងឆ្គងអីយ៉ាងណាការសំដែងរឿងទាំងនេះលើកឡើងលើកកម្លាំងចិត្តដល់ញាតិញោមដែលមានសទ្ធាជ្រះថ្លាសាមគ្គីគ្នាធ្វើបុណ្យនឹងអាត្មាពេញចិត្តពេញថ្លើមណាញោមយំមិញនៅឯព្រៃវែងឯណោះទេឆ្លៀតមកតាំងពីម៉ោង3យប់ខ្លាចមិនតាន់ញាតិញោមនឹងដើម្បីសេចក្តីជ្រះថ្លារបស់ញាតិញោមអញ្ចឹងដែរឥឡូវឃើញញាតិញោមជ្រះថ្លាណាស់ជាប់បុណ្យណាស់ហើយនៅអង្គុយស្មារតីតដល់ថ្ងៃលិចបាត់ទៀតហើយក៏នៅតែញោមតស៊ូញោមណាហើយអញ្ចឹងបុណ្យកុសលទាំងអស់ដែលកើតឡើងក្នុងទីនេះសូមចែកជាផ្នែកផ្នែកទី1ឧទ្ទិសប្រគេនដល់ព្រះអតីតចៅអធិការវត្តនេះតាំងពីចំនួនដើមនឹងអតីតប្រគុណម្ចាស់គ្រប់ព្រះអង្គដែលបូជាពលីជីវិតដើម្បីបព្វហេតុជាតិសាសនាកម្ពុជាផ្នែកទី2ជូនចំពោះបព្វការីជនខ្មោចមុនខ្មោចក្រោយ100ជាន់1000តម្រួតដែលបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយទោះបីវរៈជនវរៈនារីស្នេហាជាតិការពារពុទ្ធសាសនារស់រៀនមានជីវិតទល់ប៉ុណ្ណេះសូមឲ្យអស់លោកបានសោយសម្បត្តិទឹកក្នុងសុគតិភពផ្នែកទី3ញោមញាតិដែលនៅឯស្រុកខាងក្រៅស្រុកឆ្ងាយត្រើយនាយសមុទ្របានឧបត្ថម្ភថវិកាកសាងទំនប់បំរុងដែនដីមាតុភូមិកម្ពុជាសូមឲ្យពពួកទេវតាក្នុងស្រុកខ្មែរតាមបីបាច់ថែរក្សាញាតិញោមទាំងនោះឲ្យបានសុខឲ្យបានចម្រើនការសម្បត្តិគ្រប់ប្រការប្រាថ្នាយ៉ាងណាសុទ្ធសឹងតែបានសម្រេចយ៉ាងនោះកំបីអខានកុំឲ្យមានរោគគាមួមីភ័យអសន្នអន់ក្រញោមញាតិខ្លះមានតែជ្រះថ្លាថតធ្វើជាធម្មទានចែកបន្តទៅទៀតសូមឲ្យញាតិញោមបានមានជីវិតរស់រានដោយយូរប្រកបទៅដោយបញ្ញាកុំឲ្យមានរោគគាអាពាធឯប្រគុណម្ចាស់គ្រប់អង្គដែលនៅក្នុងបច្ចុប្បន្ននេះគង់កំឡុងក្នុងនាវត្តនេះទាំងអស់អង្គព្រមទាំងញាតិញោមជាពុទ្ធបរិស័ទលោកកវីបណ្ឌិតនិស្សិតបញ្ញវន្តលោកយាយលោកតាព្រឹទ្ធាចារ្យកុមារាយុវតីយុវជនអ្នកនិពន្ធអ្នកកសែតទាំងអស់ដែលមកជួយខ្នះជួយខ្នែងជួយតបជួយតែងជួយលីជួយសែជួយលើកទុកលើកដាក់ជួយលាងចានលាងឆ្នាំងលាងប៉ាន់លាងពេងចិត្តបន្លែផ្លែឈើជួយដាំជួយស្លជួយស្លុកថែមប្រហុកថែមអំបិលថែមប៊ីចេងទាំងចាស់ទាំងក្មេងជីវវចៈអ្នកបម្រើប្រសងអ្នកបម្រើភ្ញៀវសូមឲ្យញាតិញោមសំស្របជួបប្រទេសតែនឹងពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈសម្បត្តិ3ប្រការមនុស្សទេវតាប្រណិពានព្រះគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់អង្គសូមកុំឲ្យមានរោគគាអាពាធមួមីភ័យអសន្នអន់ក្រកុំឲ្យស្គាល់អត់កុំឲ្យស្គាល់ខ្សីឃ្លានក្រតោយ៉ាលំបាកវេទនាគ្រោះទូរភ័ក្រទឹកចំនួនស្រុកកើតចម្បាំងសង្គ្រាមរាំងជលឡើយកើតជាតិណាឲ្យជួបតែនឹងព្រះប្រទេសទៅនឹងធរឲ្យជួបមានកូនសុទ្ធតែកូនល្អជួបតែកូនមានធរកតញ្ញូជួបតែសពបរោះកុំឲ្យជួបពីលកើតជាតិណាកុំឲ្យខ្វាក់កុំឲ្យខ្វិនកុំឲ្យខ្វងកុំឲ្យថ្លង់កុំឲ្យកកុំឲ្យវីវវឈួតកុំឲ្យវល់កំណត់ទៅកើតនរកប្រែតដេរឆានអសូរកាយកើតជាតិណាកុំឲ្យល្ងឹតកុំឲ្យល្ងងឲ្យសោះញោមណាប្រាថ្នាយ៉ាងណាឲ្យសម្រេចយ៉ាងនោះកំបីអខានឡើយម្យ៉ាងទៀតប្រគុណម្ចាស់មហាថែសូមប្រគេនពរប្រគុណម្ចាស់ឲ្យទេវតាក្នុងដែនដីបាត់ដំបងពោធិ៍សាត់នេះជួយខាត់ប្រគុណម្ចាស់ជាពិសេសទេវតាក្នុងបៃដិននឹងជួយខាត់ឲ្យប្រគុណម្ចាស់នឹងបួសឲ្យបានរហូតទល់ចាស់កុំឲ្យសឹកឲ្យសោះដើម្បីសម្ដែងធម៌ជូនញាតិញោមជាបន្តទៅទៀតញោមប្រគុណម្ចាស់អស់លោកមានបំណងពងយ៉ាងណាក៏សម្រេចកំបីអខានឡើយការសម្ដែងក្នុងមតថាចប់ប៉ុណ្ណេះឯងអេវ៉ាន់